ខ្ញុំជាអ្នកដឹកអីវ៉ាន់តាមផ្លូវខ្ញុំជួបពូចាប់ចម្រិតតែខ្ញុំមាន80កំម៉ង់ចិត្តយឺតហើយតែដឹងអីទេខ្ញុំស្អប់អ្នកណាប៉ះមូកសុវត្ថិភាពខ្ញុំចុះពីឡានឆាប់ឡើងចុះពីឡានឯងខ្វាក់ទេអីមិនឃើញខ្ញុំនៅនេះទេអីឆាប់ឡើងមកនេះឯងទាំងពីរមកនេះបើកឡានជាអត់មកមើលនេះមើលឥឡូវឲ្យខ្ញុំដឹកអីវ៉ាន់ម៉េចប្រាប់តម្លៃមកឯងចង់បានប៉ុន្មាន88ជួយថ្ងៃនេះជាថ្ងៃអីហ្នឹងខ្ញុំមិនគួរមកជាមួយទេកន្លែងនេះគួរឲ្យព្រឺខ្លាចណាស់កុំរកគ្រឿងដាក់ខ្លួនល្អជាងអ្នកណាបញ្ជាឲ្យពួកឯងចាប់ខ្ញុំមកទ្វេដើមកញ្ញាសិនអ្នកឆ្លាតគួរសមពួកយើងធ្វើនេះដើម្បីលុយតែឥឡូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុននេះរួចយើងនឹងដោះលែងអ្នកចេះគិតផងចុះហត្ថលេខាទៅខ្ញុំមិនចុះហត្ថលេខាទេពួកឯងគួរគិតឲ្យច្បាស់ដឹងទេថាបើប្រឆាំងក្រុមហ៊ុនសិននឹងមានរឿងអ្វីនៅតែគិតថាខ្លួនជាព្រះនាងទៀតពេលនេះអ្នកគ្មានជំរឿទេណាមកធ្វើអីនៅទីនេះអ្នកនៅជាមួយខ្ញុំច្រើនឆ្នាំហើយហេតុអីព្រោះខ្ញុំពិតជាស្រឡាញ់ណាស់លោកស្គូតហើយយូបាទខ្ញុំស្គូតព្រោះស្រឡាញ់ណាស់ខ្លាំងតែមិនអីទេក្រោយពាក់កណ្ដាល Twitter ពេលប្រជុំក្រុមប្រឹក្សាពិបាលចាប់យើងអាចនៅជាមួយគ្នាបានណានឹងសុំទោសដែលរំខានគាត់នឹងលោកធ្វើឲ្យអាហារដែលខ្ញុំដឹកមកកំពប់ត្រូវមានអ្នកសងថ្លៃវាឯងវង្វេងផ្លូវឬក៏ល្ងងឯងជាអ្នកសងទៅមិនដែរប្រជុំភាគទូនិកសំខាន់បែបនេះបែរជាឲ្យយើងរងចាំខ្ញុំថាយើងមិនបាច់ចាំទៀតទេយើងគួរតែបោះឆ្នោតជ្រើសប្រធានថ្មីឥឡូវនេះទេសិនអាននាងជាអ្នកស្នងតំណែងដែលប្រធានបានតែងតាំងបើនាងមិនមកទេកិច្ចប្រជុំម្ចាស់ភាគហ៊ុននេះមិនអាចបន្តបានទេចាំបន្តិចទៀតសិនលោកប្រធានសិនប្រធានកំពុងសន្លប់ក្រោយដាច់សរសៃឈាមខួរក្បាលបើដល់ម៉ោង12យើងនៅតែមិនអាចកំណត់ប្រធានថ្មីបានតាមបទបញ្ជាកិច្ចប្រជុំម្ចាស់ភាគហ៊ុនអ្នកស្នងតំណែងនឹងចាត់ទុកថាបោះបង់សិទ្ធិស្នងតំណែងមែនទេត្រូវហើយយ៉ាងណាក៏នៅសល់តែប៉ុន្មាននាទីទៀតទេបើដល់ពេលនោះនាងនៅតែមិនមកយើងនឹងចាប់ផ្ដើមនីតិវិធីធម្មតាមានរឿងមិនស្រួលហើយមានរឿងអីបងលុយមកអញបញ្ជាឲ្យអ្នកណាបងមិនចង់ធ្វើជាវីរបុរសមិនមែនរឿងអញទេទៅឲ្យបាត់បានហើយជប់បង្កលឿងទៅជប់ចាត់ការវីទៅតាមពិតអ្នកចង់បានអ្វីគ្រាន់តែដោះលែងពួកយើងខ្ញុំព្រមគ្រប់លក្ខខណ្ឌ
ហួសពេលហើយហួសពេលហើយអាអ្នកដឹកអីវ៉ាន់មុខដ៏មានតម្លៃរបស់ឯងក៏មិនអស្ចារ្យប៉ុន្មានដែរ ដឹងទេខ្ញុំស្អប់បំផុតពេលគេប៉ះមុខខ្ញុំ ហាហា ជប់និយាយផ្ទះប្រាសចាប់តាមទៅ លឿនឡើងជួយខ្ញុំផង ហាឡូខ្ញុំចង់ដឹងពី Elmers ខ្ញុំត្រូវគេចាប់ជំរិតនៅក្នុងគីរបស់បងចៅមួយពួកចាប់ជំរិតមានគ្នាស្រុក4នាក់សូមមីទួនប៉ូលីសមកភ្លាមអ្នកឈ្មោះអី ជាងឈិនយូ ខ្ញុំឈ្មោះសិននីងអរគុណ មិនបាច់អរគុណទេខ្ញុំមិនបានមកទីនេះដើម្បីសង្គ្រោះអ្នកតែមួយមុខទេពួកអ្នកធ្វើអាយវ៉ាន់ដែលខ្ញុំត្រូវដឹកបាត់អ្នកត្រូវសងការខូចខាតឲ្យខ្ញុំ និយាយអ៊ីចឹងមកប៉ុន្មានហើយ ម៉ោង 11:40 មានរឿងអី យ៉ាប់ហើយយើងចិត្តមិនទាន់ពេលហើយអ្នកមកទីនេះដោយរបៀបណា ជិះតាក់ស៊ីតាមអេប ទោះទៅជួនខ្ញុំទៅផ្លូវយូចេងអរគៀក្រុមហ៊ុនសិន មិនបានទេខ្ញុំនៅមានអីវ៉ាន់ត្រូវដឹកទៀតម្យ៉ាងទៀតសុំលុយដែលអ្នកជំពាក់ខ្ញុំសិន ដោយសាររឿងថ្ងៃនេះខ្ញុំធ្វើឲ្យអ្នកខានការងារខ្ញុំនឹងសង្ការខូចខាតឲ្យណាប៉ុន្តែមុនម៉ោង12ខ្ញុំត្រូវទៅដល់ក្រុមហ៊ុនសិនសូមជួយខ្ញុំផង បានខ្ញុំចាញ់អ្នកហើយតងឲ្យជាប់ គំនោនេះខ្ញុំនឹងសុំបន្តិចចំដង ស្រីម្នាក់នេះពិតជាហ៊ានមែន ហើយកង្ហាគីស្នីតូចនេះទៅដល់ទេខ្ញុំត្រូវទៅដល់មុនម៉ោង12លឿនជាងនេះបានទេ អ្នកនាងនេះជាកង់អគ្គិសនីមិនមែនឡានស្ពតទេលឿនទៀតថ្មនឹងអស់ហើយកាន់ឲ្យជាប់ខ្ញុំនឹងសាកទៅផ្លូវកាត់ សូមអង្វើរឿងនេះសំខាន់ណាស់ បានកាន់ឲ្យជាប់ ហើយ ខ្ញុំថាយើងមិនបាច់ចាំទៀតទេបងប្អូនស្រីខ្ញុំស្រាប់តែបាត់ខ្លួននាងច្បាស់ជាមិនមកទេ សម្ព័ន្ធក្រុមហ៊ុនមិនអាចអត់អ្នកដឹកនាំទេមែនទេបើមិនអីចឹងវានឹងបែកបាក់ខ្ញុំស្នើឲ្យយើងបោះឆ្នោតទៅលើនេះ ចំពោះរឿងនេះខ្ញុំថាមានអ្វីមិនប្រក្រតីយើងគួរដឹងប៉ូលីសសិនហើយចាំដឹងថានីងមានរឿងអ្វីទើបសម្រេចចិត្តកិច្ចប្រជុំចាប់ពីហ៊ុននេះសូមបញ្ជាក់ពេលសិន ពូបើប្តឹងប៉ូលីសឥឡូវនេះប្រកាសជាប៉ះពាល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនគូប្រជែងនឹងឆ្លៀតឱកាសតើយើងធ្វើម៉េចខ្ញុំស្នើឲ្យយើងបោះឆ្នោតឥឡូវនេះរឿងផ្សេងទុកពិភាក្សាពេលក្រោយ សិនអាននាងជាបងប្អូនស្រីបង្កើតរបស់ហេងណា ពូប៉ាតែងតែនិយាយថាផលប្រយោជន៍សម្ព័ន្ធក្រុមហ៊ុនសំខាន់ជាងគេ ខ្ញុំយល់ព្រមបោះឆ្នោតម្ចាស់ភាគហ៊ុនឥឡូវនេះទៅ ពូកុំស្ទាក់ស្ទើរ បានអ៊ីចឹងចាប់តាមបោះឆ្នោតទៅ អ្នកមិនស្គាល់ខ្ញុំទេជាចេងយ៉ាប់ហើយអត់ពេលទេ ត្រូវចូលទៅទើបបានលុយមែនលុយនេះរកបានមិនងាយទេ ខ្ញុំសូមប្រកាសថាប្រធានថ្មីនៃក្រុមហ៊ុនយើងគឺសិន អូអមែន មានរឿងអីអ្នកណាឲ្យចូលមក ខ្ញុំអ្នកដឹកអីវ៉ាន់ គ្មានអ្នកណាកុំម៉ងអីទេចេញ ខ្ញុំមិនទាន់មកដល់ផងណាទាំងក៏គ្នាជ្រើប្រធានយ៉ាងម៉េច នីងទីបំផុតមកហើយ ហើយម៉េចយើងបោះឆ្នោតរួចហើយពូប្រកាសទៅ សិនអានបើបានតែងតាំងខ្ញុំដោយផ្ទាល់ជាប្រធានបន្ទាប់កិច្ចប្រជុំចាស់ភាគហ៊ុនគ្រាន់តែធ្វើបង្ក្រប់កិច្ចទីនេះខ្ញុំជាអ្នកសម្រេចមិនដល់វេនអ្នកសម្រេចទេ អ្នក ទោះយ៉ាងណាឥឡូវនេះម៉ោងលើ12ហើយតាមបទបញ្ជាក្រុមហ៊ុនសញ្ញាបានបាត់សិទ្ធិទួលមរតកហើយ ត្រូវហើយអ្នកមកយឺតខ្លួនឯងដូច្នេះកុំបន្ទោសអ្នកដទៃ មានគេលុបចឹងឲ្យខ្ញុំដួលតាមផ្លូវមកបើខ្ញុំចាប់បានខ្ញុំនឹងគិតបញ្ជី និយាយសំដៅលើអ្នកណាមិនពាក់ព័ន្ធនឹងខ្ញុំទេ បទបញ្ជាក្រុមហ៊ុនគឺបទបញ្ជាបើអ្នកណាក៏អាចបំពានតាមចិត្តនោះគ្មានអ្នកណាគោរពទេ
កញ្ញាសិនអ្នកត្រូវជូនម្ចាស់ភាគហ៊ុននៅទីនេះនៅការបកស្រាយមួយមែនទេលោកប្រធានសិន មែនហើយ បងស្រីបោះបង់ទៅគុំធ្វើឲ្យខ្លួនឯងអាម៉ាស់អីតំណែងប្រធានមិនមែនសម្រាប់បងតាំងពីដំបូងទេហេអ្នកដឹកអីវ៉ាន់នៅធ្វើអីទីនេះទៀត សុំទោសប៉ុន្តែលើម៉ោង12ហើយអីវ៉ាន់ដឹកមកយឺតហើយ និយាយអីហ្នឹងលើសម៉ោង12យូរហើយ អ្នកថានាឡិកានេះនាឡិកាខូចនេះច្បាស់ជាដាខុសហើយខ្ញុំជាអ្នកដឹកអីវ៉ាន់ខ្ញុំទៀងម៉ងណាស់មិនជឿមើលទូរស័ព្ទអ្នកតើ មិនអាចទៅរួចទេ ជីតាខ្ញុំតែងនិយាយថាសំណាងក៏ជាផ្នែកនៃសមត្ថភាពដែរ ឥឡូវនេះអ្នកទាំងអស់គ្នាមានសំណួរទៀតទេ ហេ ចំនួនបណ្ដឹងរបស់ហាងបំបែកកំណត់រាជធានីយ៉ាងហើយ ថៃកែខ្ញុំសុំទោសបានទេលោកមិនដឹងទេម្សិលមិញរសៀលខ្ញុំត្រូវគេចាប់ចម្រិត ឯងប្រឌិតត្រៀងហើយប្រឌិតទីតើ ថៃកែសូមឲ្យខ្ញុំមានឱកាសម្ដងទៀត ឯងឥឡូវនេះប្រញាប់មកស្ថានីយ៍ភ្លាមមិនអីចឹងកុំត្រឡប់មកវិញ អ្នកមកទីនេះធ្វើអី និយាយគ្នាបន្តិច អត់ពេលទេខ្ញុំកំពុងប្រញាប់ មិនអន់ទេតូចមែនតែមានរបស់គ្រប់យ៉ាង អ្នកមកទីនេះធ្វើអីយើងលែងចម្ពាក់គ្នាហើយទេដោយសារអ្នកទើបខ្ញុំស្ទើរតែបាត់បង់ការងារអ្នកនាងតើអ្នកចង់បានអីឲ្យប្រកាសសូមនៅឲ្យឆ្ងាយពីខ្ញុំបានទេខ្ញុំស័យគ្រប់គ្រាន់ហើយ អ្នកមិនត្រូវការងារទេមកធ្វើការឲ្យខ្ញុំ ហេ លោកម្ចាស់សិននៅខាងទៀត រៀបចំរួចរាល់អស់ហើយតែស្មានមិនដល់ថាអ្នកដឹកជញ្ជូនម្នាក់ធ្វើឲ្យផែនការខូច យើងថយមួយជំហានសិននាងក៏ថយមួយជំហានដែរសិនឈៀងយ៉ាននឹងម្ចាស់ភាគហ៊ុននៅតែសង្ស័យនាងពេលនេះនាងគ្រាន់តែជាប្រធានស្ដីទីតារាបណាចំណែកភាគហ៊ុនក្រុមហ៊ុនមិនទាន់សម្រេចយើងនៅតែអាចទាញម្ចាស់ភាគហ៊ុនមកខាងយើងបានមិនទាន់ដឹងថាអ្នកណាឈ្នះទេ ពូទីពីរខ្ញុំក៏មែនបើគាត់មិនស្ទាក់ស្ទើរពេកទេខ្ញុំបានក្លាយជាប្រធានតាំងពីយូរហើយប៉ាខ្ញុំទៀតមិនបានជាគាត់ប្រគល់តំណែងឲ្យសិននាងមិនមែនឲ្យខ្ញុំ ឪពុកលោកមានហេតុផលរបស់គាត់តែហេតុផលនោះមិនប្រកាសថាត្រូវទេស្ងប់ចិត្តសិនមានខ្ញុំនៅទីនេះខ្ញុំប្រកាសជាជួយឲ្យលោកឡើងជាប្រធានក្រុមហ៊ុន បងពិតជាពេញចិត្តដែលអូនឆ្លាតហើយមានសមត្ថភាពអូនយល់ចិត្តបងណាស់ពេលបងក្លាយជាប្រធានក្រុមហ៊ុនអូននឹងក្លាយជាភរិយាប្រធានក្រុមហ៊ុន មែនមិនគិតអំដងទៀតទេមកធ្វើការឲ្យខ្ញុំប្រាក់ខែច្រើនជាងដឹកអាហារឆ្ងាយណាស់ ជីតាខ្ញុំតែងនិយាយថាមិនខ្លាចមន្ត្រីទេខ្លាចតែអ្នកគ្រប់គ្រងកូនអ្នកមានខូចដូចអ្នកខ្ញុំត្រាំមិនបានទេ នេះនាមបានខ្ញុំគិតមើលរូទូរស័ព្ទមកខ្ញុំ ជាងសិនយូឯងដឹងទេថាឯងបង្កលីងតំប៉ុណ្ណាដល់ឃើញថាងជាអ្នកស្រុកជាមួយគ្នាទើបខ្ញុំរកម៉ូតូអគិសនីអើយបើមិនអីចឹងសំបីដឹកអាហារក៏មិនបាននេះសាវត្តស្ទី8មួយហើយចេះក្បាច់គុណតែមានប្រយោជន៍អីវាអាចចិញ្ចឹមក្រពែងបានទេធ្វើអីក៏មិនកើតតែចូលចិត្តលោកដៃរៀងគេណារឿងទី1 លោកប្រធានអូដឺដែលខូចខ្ញុំនឹងសងអីចឹងបានទេ សង្ហើយបានអីយើងធ្វើការផ្នែកសេវាកម្មការពេញចិត្តរបស់អតិថិជនសំខាន់បំផុតបាត់បង់អតិថិជនអ្នកដូចចាញ់សង្គ្រាមបាត់បង់រាជធានីប្រាខួរក្បាលជ្រូករបស់ហេងគិតទៅសំបីដឹកអាហារក៏ធ្វើមិនបានល្អបើនៅស្រុកឯណោះខ្ញុំខ្មាស់ទំនួលស្ទីតែងណាម៉េចអែនសម្លឹងខ្ញុំធ្វើដៃចង់វាខ្ញុំមែនទេ ទីបំផុតរកឃើញឯងហើយចាប់វា ជាងសិនយូឯងត្រូវបណ្ដេញចេញ ចាប់វា
អាឡូខ្ញុំចង់រីកាបិទល្មើមានមនុស្សប៉ុន្មានអ្នកកំពុងដេញវាយខ្ញុំនៅជីក្រុងពួកឯងឈប់ដេញខ្ញុំទៅពួកឯងរត់មិនលឿនជាងខ្ញុំទេខ្ញុំហៅប៉ូលីសរួចហើយគិតឲ្យច្បាស់ទៅថានឹងបកស្រាយប្រាប់ប៉ូលីសម៉េចអ្នកទៀតហើយអ្នកដែលរីការឿងចាប់ចម្រិតលើកមុនលោកមន្ត្រីចាំងខានជួបគ្នាយូរហើយពួកនេះជីចោលចាប់ចម្រិតលើកមុនខ្ញុំសង្ស័យថាមានគេជួបពួកគេម្ដងទៀតឲ្យមកបង្ករឿងដាក់ខ្ញុំកុំបារម្ភយើងនឹងស៊ើបឲ្យដឹងការពិតទៅឆ្លើយបំភ្លឺសិនលោកប៉ូលីសខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំគ្រាន់តែស៊ីឈ្នួលគេមកទីនេះទេទៅដើរប៉ុស្តិ៍ចាំនិយាយទុកទៅនិយាយនៅប៉ុស្តិ៍កូជួយខ្ញុំផងមកម្នាក់ឯងកុំហៅប៉ូលីសឯងមកធ្វើអីនៅទីនេះប៉ូលីសចាប់ឯងទៅហើយមិនមែនបេកុំបារម្ភអីមេមានគេជួយដោះលែងខ្ញុំអ្នកធំខាងលើងៀងខ្សែពួកគេបញ្ជាឲ្យខ្ញុំមកឃ្លាំមើលទីនេះអ្នកធំខាងលើជាអ្នកណាគឺខ្ញុំមិនអាចប្រាប់បានទេតែកុំបារម្ភអីមេខ្ញុំមិនបានមករករឿងមេទេខ្ញុំគ្រាន់តែធ្វើតាមបញ្ជាមកឃ្លាំមើលមានអ្នកចេញចូលត្រូវរីកាខ្ញុំមិនដឹងថាខាងក្នុងមានរឿងអីទេខាងក្នុងមានសភាពការយ៉ាងម៉េចខ្ញុំទៅមកដល់ខ្ញុំឃើញបរិសុទ្ធស្លៀកខ្មៅប៉ុន្មានអ្នកពួកគេបង្ខំស្ត្រីម្នាក់ឲ្យចូលទៅនៅតំបន់ក្រោមដីនោះចាំនៅទីនេះកុំរត់ទៅណាបន្តិចទៀតខ្ញុំមានរឿងសួរឯងកុំបារម្ភអីមេខ្ញុំនឹងចាំនៅទីនេះខ្ញុំមិនរត់ទេនាងនៅណាទីនេះក៏គ្មាននាងដែរខ្ញុំនៅទីនេះតើអ្នកថាអ្នកមានបញ្ហាមិនមែនទីនេះគ្មានអ្នកណាសោះបញ្ហាខ្ញុំដោះស្រាយរួចហើយមានន័យថាម៉េចអ្នកកំពុងយកខ្ញុំមកលេងសាច់មែនខ្ញុំលេងសាច់នឹងអ្នកធ្វើទេខ្ញុំហៅអ្នកមកព្រោះមានរឿងមែនតាននិយាយមកមានរឿងបន្ទាន់អីខ្ញុំចង់ឲ្យអ្នកធ្វើជាអង្គរស្តល់ខ្លួនខ្ញុំមានរឿងអីខំមែនទេហួសហេតុពេកហើយខ្ញុំមិនធ្វើជាអង្គរផ្ទាល់ខ្លួនឲ្យអ្នកទេចុះហេតុអីបានជាអ្នកមកជួយខ្ញុំធ្លាប់តែរឿងក្មេងកុហកថាចប់មកទេគ្មានលើកក្រោយទេអ្នកមានដូចអ្នកចូលចិត្តលេងសាច់នឹងគេណាស់អ្នកមើលខ្ញុំបែបនោះមែនមិនអីចឹងទៀតឥឡូវអ្នកកំពុងលេងសាច់នឹងខ្ញុំមិនមែនខ្ញុំគ្មានអារម្មណ៍លេងទេតាំងពីប្រាក់ខ្ញុំដាច់សរសៃឈាមខួរបាល់ហើយសន្លប់មកបងប្អូនប្រុសបង្កើតខ្ញុំក៏ចោទឲ្យខ្ញុំស្លាប់ដែរពួកភៀកទូនៅក្នុងសម្ព័ន្ធក្រុមហ៊ុនកំពុងចាំតែវាយប្រហារខ្ញុំឥឡូវក្នុងសម្ព័ន្ធក្រុមហ៊ុននេះមានអ្នករីកាឲ្យពួកគេពេញទៅហើយសូម្បីអ្នកបើកឡានដែលខ្ញុំទុកចិត្តបំផុតក៏ក្បត់ខ្ញុំដែរខ្ញុំឡើងដឹងថាគួរទុកចិត្តអ្នកណាហើយប្រហែលជានេះហើយដែលគេថាឯកគ្មានទីពឹងអរគុណដែលបានជួយខ្ញុំកន្លងមកខ្ញុំគិតថាយើងឡើងបានជួបគ្នាទៀតហើយសូមទូស្ដីធ្វើឲ្យអ្នកខាត់ពេលណែណាមួយខ្ញុំក៏អត់មានការងារធ្វើដែរធ្វើជាអង្គរស្ឲ្យអ្នកក៏មិនអីទេតែយើងត្រូវដាក់លក្ខខណ្ឌខ្លះសិនមែនទេគ្មានបញ្ហាទេយើងទៅណានឹងបើតាមខេស្ទ័រជុកសួរទៀតបន្តិចទៀតអ្នកនឹងដឹងហើយយើងព្រមគ្នាលើច្បាប់បីហើយមែនទេផ្លេចហើយអត់ផ្លេចទេទី1មិនចាត់ទុកណាជាអ្នកបម្រើមានរឿងអ្វីត្រូវពិភាក្សាគ្នាទី2ហាមធ្វើរឿងខុសច្បាប់ឬមិនប្រក្រតីទី2អ្នកមិនទាន់សម្រេចទេពេលអ្នកសម្រេចបានចាំបន្ថែមត្រូវហើយ
អីចឹងមិនល្មើច្បាប់ទី1ទេ ខ្ញុំចាត់ទុកណាជាអ្នកបម្រើត្រង់ណានេះគ្រាន់តែជាសំណើធម្មតាពីការហ្វាយទៅបុគ្គលិកមិនមែននោះចុះនេះវិញខ្ញុំជ្រើសវាពិសេសសម្រាប់អ្នកយកទៅតែអានមកមុតចិត្តស្វែងយល់ឲ្យច្បាស់ពីគោលការណ៍មូលដ្ឋាននៃការងារសន្តិសុខវាមានប្រយោជន៍សម្រាប់អ្នកខ្ញុំមួយណាខ្ញុំសម្រាប់បន្តិចសិនបើបបប្រយ័ត្នផង យ៉ាងម៉េចដែរ មិនអន់ទេ 20,000 ថ្លៃពេកហើយ ខ្ចប់ឈុតនេះឲ្យគាត់ទៅសាកឈុតមួយទៀត ចាំសិន 20,000 ស្មើប្រាក់ខែចាស់ខ្ញុំ3ខែនោះទុកវាចុះយកឈុតថោកជាងនេះបានហើយ អ្នកមិនចូលចិត្តឬមិនចង់បានវាខ្ចប់ឈុតនេះឲ្យគាត់ក្នុងនាមជាទីប្រឹក្សាសន្តិសុខខ្ញុំអ្នកត្រូវស្លៀកពាក់ឲ្យស្មើក្នុងកម្មវិធីផ្លូវការនេះជាប្រអប់ធំសម្លៀកបំពាក់តាមស្តង់ដារក្រុមហ៊ុននឹងចេញថ្លៃឲ្យកុំបារម្ភព្រឿងថ្លៃ វាស្អាតមែនតែខ្ញុំមិនទម្លាប់ស្ទីលបែបនេះទេ ស្លៀកពាក់ឲ្យស្អាតបាតទៅបានហើយសមត្ថភាពសំខាន់ជាងសម្លៀកបំពាក់ទៅសាកឈុតនោះទៅ បាន អេលោកស្រីប្រធានស្ដីទីថ្ងៃនេះមិនរវល់ការងារក្រុមហ៊ុនទេបានជាមកមើលហាងសម្លៀកបំពាក់បុរសវិញមានសង្សារហើយកំពុងចិញ្ចឹមប្រុសមែនទេ នៅតែប្រសើរជាងបំប្រសែងតែទូស្រីរាល់ថ្ងៃមែនទេអ្នកគ្រប់គ្រងវិញ កញ្ញាសិននៅតែចូលចិត្តនិយាយលេងដដែលយើងសុទ្ធតែជាគ្រួសារតែមួយកុំធ្វើឲ្យល្អកកកុំឲ្យអ្នកក្រៅសើចចំអកយើងមានរឿងអ្វីក៏ដោយចាំទៅនិយាយគ្នានៅក្រុមហ៊ុន ដឹងអ៊ីបចឹងក៏ល្អខ្ញុំត្រៀមខ្លួនជានិច្ច ទីនេះមនុស្សច្រើនពេកយើងទៅដល់ទិញនៅកន្លែងផ្សេងទៅ តាមចិត្ត ណែនោះមិនមែនបងប្រុសអ្នកទេ មិនអន់ទេទីបំផុតមើលទៅដូចអង្គក្លឹបស្ពិតប្រកាសហើយ ហេម្នាក់អំបញ្ញមិញមិនមែនបងប្រុសអ្នកទេម៉េចក៏គាត់និយាយចាក់ដល់តម្លេះ គាត់តែងគិតថាតំណែងប្រធានក្រុមហ៊ុនគួរតែជារបស់គាត់ អ្នកនិងបងប្រុសមិនត្រូវគ្នាទេ ទោះទៅនៅតែយើងមានការងារត្រូវធ្វើបងវ៉ាងបន្ទប់របស់គាត់រៀបចំហើយនៅ កញ្ញាសិនរៀបចំហើយបន្ទប់ភ្ញៀវខាងកើតនៅជាន់តដោយមានបន្ទប់ទឹកតខ្លួន ជីវិតអ្នកមានពិតជានឹកស្មានមិនដល់មែន ចាប់ពីថ្ងៃនេះទៅអ្នកក៏ស្នាក់នៅទីនេះដែរបន្ទប់ញៀវជាន់តដែលនៅជិតច្រកវែរធំជាងគេបើមានរឿងបន្ទាន់អ្វីអ្នកអាចដោះស្រាយបានភ្លាម ខ្ញុំក៏មានបន្ទប់ដែរអ្នកទុកចិត្តខ្ញុំដល់ថ្នាក់នេះ មនុស្សដែលខ្ញុំអាចទុកចិត្តបាននៅក្បែរខ្ញុំលែងមានច្រើនទៀតហើយ លោកតើវ៉ានរឿងការពីលើកមុនគឺជាកំហុសរបស់ខ្ញុំទាំងដោះខ្ញុំដោះស្រាយមិនបានល្អអេនដឹងច្បាប់របស់ខ្ញុំហើយនេះជាឱកាសចុងក្រោយអរគុណលោកចាហ្វាញអរគុណលោកចាហ្វាញ យ៉ាងម៉េចដែរទីនេះ គ្រាន់បើដែរ អេចាំសិបនេះអ្នកស្នាក់នៅទីនេះអ្នកនៅជាន់ទី1ខ្ញុំនៅជាន់ទី2បើមានរឿងអាសន្នអ្នកអាចដោះស្រាយទាន់ពេល រឿងអ្នកត្រូវគេចាប់ចម្រិតលើកមុនដឹងទេថាអ្នកណាជាអ្នកធ្វើ ខ្ញុំគិតថាជាបងប្អូនប្រុសខ្ញុំតែខ្ញុំគ្មានស្តង់ទេយ៉ាងណាក៏ដោយមុនកិច្ចប្រជុំចាស់ភាគហ៊ុនចាប់តាមយើងត្រូវត្រៀមឲ្យបានគ្រប់ជ្រុងជ្រោយប្រសិទ្ធទុកមុនប្រសើរជាងស្ដាយក្រោយ ខ្ញុំមិនដឹងថាអាចស៊ាំនឹងទីនេះឬអត់ទេយើងរកវិធីផ្សេងទៅ ទីនេះមិនល្អជាងផ្ទះទំនើបទេ
តែខ្ញុំធ្លាប់និយាយថាតើណាក៏មិនស្រួលដោយផ្ទះខ្លួនឯងទេ ខ្ញុំមិនខ្វល់ទេអ្នកជាអង្គរស្ដែលខ្ញុំជួលអ្នកត្រូវការពារខ្ញុំឲ្យមានសុវត្ថិភាពយុគនេះអ្នកត្រូវនៅទីនេះ បានអីចឹងខ្ញុំត្រឡប់ទៅរៀបអីវ៉ាន់សិន បងប្រុសខានជួបគ្នាយូរហើយ ប្អូនស្រីហេតុអីបានមកទីនេះ វ៉ាវឈុតនេះលយមែន លោកតាពិតជាយកព្រមឲ្យអូនចាក់ពីភូមិមកគ្រប់បងមែន ច្បាស់ហើយលោកគ្រូខ្លាចបងរស់នៅទីក្រុងលំបាកទើបឲ្យអូនមកមើលថែបង អូនមើលថែបងមិនសូវជឿទេហើយអូនរកបងឃើញយ៉ាងម៉េច អូនបានជួបពូដែលមកពីស្រុកយើងហើយគាត់ប្រាប់អូន អូពូប្រធានស្ថានីយ៍នឹងមិនចម្លែកទេ គាត់មើលទៅខឹងបងខ្លាំងណាស់ រឿងហ្នឹងគឺថាមិនសំខាន់ទេមើលអូនចុះឃ្លានដល់ថ្នាក់ហ្នឹងអូនអស់លុយហើយមែនទេ អឺម អីចឹងអូនលួចរត់ចេញមកមែនទេ ហេអត់ទេលោកគ្រូពិតជាឲ្យអូនមកមែនហាមបងប្រាប់គាត់ណា បានឥឡូវអូនស្នាក់នៅផ្ទះបងសិនចុះប៉ុន្មានថ្ងៃនេះបងមានការត្រូវដោះស្រាយចាំរួចការបងនឹងរកវិធីរៀបចំឲ្យអូន បងសិស្សច្បងអូនទៅមកដល់បងចេញទៅបាត់ហើយធ្វើបែបនេះមិនសមទេ ក្នុងទូមាននំចំណីពេញសូកូឡានំធុកខេដំឡូងបំពងមានគ្រប់មុខគ្រាន់តែគិតដល់វាក៏ស្រក់ទឹកមាត់ដែរ អីចឹងអូននៅទីនេះក៏បានបងសិស្សច្បងទៅចុះអូនធានាថានឹងមើលថែផ្ទះបងឲ្យបានល្អ អូខេបាន ជាងសញ្ញូនៅផ្ទះទេសុខភ្លើងដែកឡើងមកខាងលើផងអ៊ីនធឺកំក៏ឡើងដំណើរការដែរជាងសញ្ញូភ្លើងដែកហើយអ៊ីនធឺកំក៏តាក់ទងមិនបានដែរឡើងមកមើលបន្តិច កុំភ័យខ្ញុំនឹងទៅឥឡូវនេះចាក់សោទ្វារហើយកុំចេញមកក្រៅចាំខ្ញុំទៅដល់សិនចាំបើកទ្វារសិននាងខ្ញុំនេះបើកទ្វារកុំភ័យប្រហែលឌីសយងតាលោតទេខ្ញុំទៅមើលសិន ខ្ញុំមានអារម្មណ៍ថាយប់នេះមានអ្វីមិនស្រួលឌីសុងតលមិនធ្លាប់លោតទេ ប្រហែលខ្សែភ្លើងចាស់ហើយកុំបន្លាយខ្លួនឯងទៅដល់នឹងដឹងហើយអូគ្មានអីទេឌីសយងតាលោត តែមុននេះខ្ញុំពិតជាមានអារម្មណ៍ថាមានអ្នកណានៅទីនោះ គ្មានអីធ្ងន់ទេប្រហែលខ្សែភ្លើងមានបញ្ហាអ្នកត្រឡប់ទៅសម្រាប់វិញទៅខ្ញុំពិនិត្យម្ដងទៀតមានគេចូលមកទីនេះហើយ សូមអញ្ជើញប្រធានគាត់ជាអង្គរស្ទងខ្លួនរបស់ខ្ញុំចេងសិនយូប្រធានសន្តិសុខនៃក្រុមហ៊ុនសិនចាប់ពីថ្ងៃនេះទៅសិទ្ធិចេញចូលរបស់គាត់ក្នុងក្រុមហ៊ុននឹងស្មើនឹងខ្ញុំជួនដំណឹងដល់ផ្នែកពាក់ព័ន្ធផងចាស់ប្រធានខ្ញុំនឹងគូនដំណឹងភ្លាមយើងអាចចាប់តាមបានហើយ ថ្ងៃនេះជាថ្ងៃដំបូងដែលប្រធានស្ដីចងកាន់តំណែង ចាំសិនហេនៅក្នុងការិយាល័យនេះអ្នកដែលអង្គុយទីនេះសុទ្ធតែជាប្រធានសំខាន់នៃគ្រប់ផ្នែកមិនបានជាអ្នកដឹកអាហារចូលមកទីនេះបានហើយសន្តិសុខមកបោះគាត់ចេញទៅ អ្នកណាវៀនល្អណាស់ខ្ញុំសូមប្រកាសរឿងមួយគាត់ឈ្មោះជាងសិនយូជាអង្គរស្ទងខ្លួនរបស់ខ្ញុំហើយក៏ជាប្រធានសន្តិសុខថ្មីនៅក្នុងក្រុមហ៊ុននេះគាត់អាចចូលទៅគ្រប់កន្លែងដែលខ្ញុំអនុញ្ញាតអនុប្រធានសិនមានជំទាស់ទេ Ning ning លោកចិនអគ្គនាយកក្រុមហ៊ុនយីនឡុង
ចង់វិនិយោគក្នុងក្រុមហ៊ុនយើងយប់នេះគាត់ចង់ជួបមួយដើម្បីពិភាក្សា នាងគិតថាខ្លួនឯងជាអ្នកណាសិននាងម្នាក់នេះពេលបែបនេះហើយនាងបែរជាទៅកប់គុណចិនម៉ូនៃក្រុមហ៊ុននាងប្រាក់ខ្ញុំពិតជាមើលស្រាលនាងមែន ដើមឡើយបុកទាំងម្ចាស់ភាគហ៊ុនដែលយើងទាញបានភាគហ៊ុនរបស់យើងក្នុងក្រុមហ៊ុនច្រើនជាងរបស់សិននីងឥឡូវមានចិនម៉ូចូលមកពាក់ព័ន្ធម្ចាស់ភាគហ៊ុនមួយចំនួនដឹកនាំដោយសិនឈីងយ៉ាននឹងទៅគ្រប់គ្រងនាងពេលក្រុមហ៊ុនបែងចែកភាគហ៊ុនឡើងវិញមិនដឹងថានឹងទៅជាយ៉ាងណាទេ ខ្ញុំអស់វិធីហើយខ្ញុំពិតជាចង់ឬមួយខ្ញុំគួរតែ កុំអន់ទេសាពេកចិនម៉ូម្នាក់នេះខ្ញុំធ្លាប់ទៅរឿងខ្លះពីគេកិច្ចសហការរបស់ពួកគេប្រហែលមិនរលូនប៉ុន្មានទេ ឈ្មោះរ៉ៃដាំមិនស្មើឃើញដល់មែនកញ្ញាសិនថ្ងៃនេះខ្ញុំយកស្រាក្រហមដ៏មានតម្លៃរបស់ខ្ញុំមកជួយផ្លុកមើលថាយ៉ាងម៉េចអញ្ជើញ ហំបំពង់ខ្ញុំមិនស្រួលទេទ្វារនេះទប់សំឡេង ម៉េចមិនប្រាប់មុន កញ្ញាសិនខ្ញុំអាចចុះកិច្ចសន្យានេះបានតែឡាខាន់ត្រូវតែតាមខ្ញុំរកស៊ីជាមួយខ្ញុំត្រូវគិតពីផលចំណេញបើក្រុមហ៊ុនអ្នកប្រាក់វិនិយោគយើងត្រូវតែទទួលបានផលចំណេញសមរម្យ លោកចិនលើកខាងក្នុងកិច្ចសន្យាកាលពីការចរចារបស់ភីគីទាំងពីរយើងបានទៅចាក់នេះច្រើនលើកហើយក៏បានព្រមព្រៀងគ្នារួចដែរ កញ្ញាសិនបើអ្នកមិនព្រមតាមឡាខាន់ខ្ញុំទេខ្ញុំនឹងទៅចុះកិច្ចសន្យាជាមួយសិនអានភ្លាមអ្នកច្បាស់ជាដឹងជាងខ្ញុំថាតើគាត់ត្រូវការខ្ញុំជាងអ្នកត្រូវការខ្ញុំជាង លោកចិនការសការត្រូវការភាពស្មោះត្រង់និងចក្ខុវិស័យវែងឆ្ងាយយូពាក្យបែបនេះមកដាក់សម្ពាធលើខ្ញុំមិនសមថ្លៃនោះទេ ថ្លៃណូក្នុងការរកស៊ីភាពថ្លៃណូមានតម្លៃប៉ុន្មានខ្ញុំណែនាំឲ្យអ្នកគិតឲ្យច្បាស់មុនបដិសេធខ្ញុំ លោកចិនកញ្ញាសិននេះជាផ្លែឈើដែលភោជនីយដ្ឋានជូនដោយឥតគិតថ្លៃលោកចិនសូមអភ័យទោសដែលរំខានកញ្ញាសិន10នាទីទៀតអ្នកមានសន្និសីទតាមវីដេអូពេលវេលាប្រញាប់ណាស់ លោកចិនរឿងកិច្ចសន្យាចាំយើងពិភាក្សាថ្ងៃក្រោយអរគុណសម្រាប់ការទូរ៉ាក់តែយប់នេះខ្ញុំសូមលាសិនហើយក ញ្ញាសិនអ្នកមានការរវល់អីចឹងខ្ញុំមិនខុសទេ ខ្ញុំឃើញអាកប្បកិរិយាគាត់មិនស្រួលបើយើងនៅយូរជាងនេះអ្នកច្បាស់ជាចាញ់ប្រៀបគាត់ ខ្ញុំដឹងថាអ្នកចង់ការពារខ្ញុំតែលើកក្រោយបើមានរឿងបែបនេះត្រូវប្រាប់ខ្ញុំមិនគុំសម្រេចចិត្តខ្លួនឯងការចរចាជំនួយមានគោលការណ៍របស់វាខ្ញុំមិនចង់ឲ្យភីគីមខាងទៀតគិតថាខ្ញុំខ្លាចគាត់ទេ ខ្ញុំឃើញគាត់ដាក់សម្ពាធខ្លាំងពេកបើចាំអ្នកប្រាប់ខ្ញុំវានឹងយឺតពេលហើយ លើកនេះអ្នករហ័សរហួនណាស់ តោះទៅកញ្ញាសិនខ្ញុំជូនអ្នកត្រឡប់ទៅវិញ ជាងសិនយូថ្ងៃនេះអ្នកមានបំណុលអមែនតែខ្ញុំត្រូវនិយាយឲ្យអ្នកយល់ច្បាស់ និយាយមក សិនមុននេះទូ privacy មិនសូវថ្លៃនោះតែគេកាន់កាប់ content របស់សម្ព័ន្ធនាគប្រាក់ពេលនេះអ្វីដែលខ្ញុំត្រូវការគឺទុននឹងការគ្រប់គ្រងផ្នែកភីហ៊ុនមិនមែនឆ្លោះជាមួយគ្រប់គ្នាទេដោយសារអ្នកចូល treat track អ្នកឃើញប្រតិកម្មគេយប់នេះហើយ គេធ្វើដាក់អ្នកដល់ថ្នាក់នេះហើយអ្នកនៅចង់សារការជាមួយគេទៀត អ្នកគិតថាខ្ញុំចង់អ្នកដឹងទេថាពេលនេះខ្ញុំពិបាកប៉ុណ្ណាបងប្រុសខ្ញុំមានការគ្រប់គ្រងពីម្ចាស់ភាគហ៊ុនពាក់កណ្ដាលក្នុងក្រុមហ៊ុន Vin Susiu ក៏កំពុងបញ្ជាពីក្រោយសារបើខ្ញុំមិនបានការគ្រប់គ្រងពីសិនមកទេពេលបែងចែកភាគហ៊ុនលើក្រោយខ្ញុំនឹងគ្មានឱកាសទេ ខ្ញុំយកពីការលំបាករបស់អ្នកតែអ្នកធ្លាប់គិតទេថាមនុស្សដូចចិនមកទោះអ្នកសារការជាមួយគេក៏ដោយមិនយូរមិនឆាប់គេនឹងក្បត់អ្នកនៅពេលសំខាន់ខ្ញុំមិនចង់សម្រេចជំនួសអ្នកទេតែអ្នកអាចសន្យានឹងខ្ញុំទេថាមិនថាការចរចាទៅជាយ៉ាងណាបើគេមិនគោរពអ្នកម្ដងទៀតអ្នកនឹងប្រាប់ខ្ញុំភ្លាម ជាងសិនយូអ្នកមិនយល់ទេថាពេលនេះមិនមែនពេលឲ្យអ្នកជ្រៀតជ្រែកទេអ្នកដឹងទេថាខ្ញុំខំប្រឹងប៉ុណ្ណាទំរាំតែបានឱកាសអង្គុយចរចាជាមួយសិនមកអ្នកធ្វើតែម្ដងក៏បំផ្លាញគ្រប់យ៉ាង ខ្ញុំគ្រាន់តែចង់ការពារអ្នក ខ្ញុំមិនត្រូវការឲ្យអ្នកការពារទេអ្វីដែលខ្ញុំត្រូវការគឺអង្គរស្ដីស្ដាប់បញ្ជីខ្ញុំបើអ្នកធ្វើមិនបានទេគុំមុខរែរែងខ្ញុំ បានខ្ញុំយកហើយកុំបង្ខំខ្លួនឯងខ្លាំងពេកប្អូនស្រីបងត្រឡប់មកវិញហើយ
បងប្រុសជួយខ្ញុំផង ប្អូនស្រីកុំប្រាប់ថាប្អូនគ្រាន់តែឃ្លានណា អែម កុំបារម្ភនេះមើលបងយកអ្វីមកឲ្យប្អូន វ៉ាវ យ៉ាងម៉េចដែរក្លិនឈ្ងុយណាស់មែនទេ វ៉ាវ ឆ្ងាញ់ទេ អែមឆ្ងាញ់ណាស់ ញ៉ាំយឺតគ្មានអ្នកណាដណ្ដើមទេយ៉ាងម៉េចបងល្អបំផុតមែនទេ អែមបងល្អបំផុតបងដូចជាមានរឿងពិបាកចិត្តប្រាប់ប្អូនមក កុំនិយាយអីសុទ្ធតែមនុស្សរំខាននឹងរឿងស្មុគស្មាញចាត់ទុកថាបងសេចចុះ បងតាមពិតលោកតាចង់ឲ្យបងត្រឡប់ទៅវិញណាស់បើបងពិតជារងសម្ពាធខ្លាំងបែបនេះយើងគួរត្រឡប់ទៅភូមិជាមួយគ្នាទៅនៅកំដរលោកតាក៏ល្អដែរមែនទេ បងប្រុសខ្ញុំនៅតែចង់ប្រឹងឲ្យអស់ពីសមត្ថភាពដោយខ្លួនឯងទៅថ្ងៃមុខខ្ញុំនឹងនាំទាំងប្អូននិងលោកតាមនៅទីនេះ បងប្អូនជឿលើបងអីចឹងចាប់ពីពេលនេះទៅមហូបបែបនេះប្អូនសុំ3ចំណែកហេ បាទគ្មានបញ្ហាទេ ហើយរបស់លោកតាមួយចំណែកទៀតសរុប4ចំណែក អូលោកស្រីប្រធានស្ដីទីអូមកចំពេលល្មមខ្ញុំសូមប្រាប់ដំណឹងបន្តិចលោកប្រធានឈិននៃក្រុមហ៊ុនយីនឡុងចង់សហការជាមួយយើងនិងវិនិយោគក្នុងក្រុមហ៊ុនយើងនឹងចុះកិច្ចសន្យានៅសប្តាហ៍ក្រោយនេះមិនមែនជាដំណឹងល្អទេហាអង្គរៈលោកស្រីទៅណាហើយគាត់ធ្វើឲ្យអ្នកណាម្នាក់ខឹងហើយរត់គេចបាត់ហើយឬហា លោកប្រធានសិនលោកប្រាកដថាចង់ជ្រើសផ្លូវនេះមែនទេ ខ្ញុំជាអ្នកចំនួនអ្នកណាធ្វើល្អដាក់ខ្ញុំនឹងសកាជាមួយអ្នកនោះគោលការណ៍ដែលរបស់កម្រិតរមែងមានតម្លៃមីនូខ្ញុំមិនយល់នោះ កុំស្ដាយក្រោយវ៉ាសញ៉ាំជើងជ្រូកទៅ ខ្ញុំមិនញ៉ាំទេប្អូនស្រីបងស៊ូមួយបានទេ អេម គឺថាបងមានមិត្តម្នាក់នេះបានស្គាល់នាយិកាក្រុមហ៊ុនម្នាក់មានលើកមួយពួកគេទៅជប់លៀងធុរកិច្ចជាមួយគ្នានាយិកានោះត្រូវគេធ្វើបាបភីគីមខាងទៀតប្រើគ្រប់មធ្យោបាយដើម្បីគៀបសង្កត់នាងហើយគំរាមនាងមិត្តរបស់បងឈឺមើលមិនបានក៏ចេញមុខខាត់តែក្រោយមកនាយិកានោះបែរជាបន្ទោសគាត់ថាគាត់ធ្វើឲ្យខូចកិច្ចព្រមព្រៀងធំមួយប្អូនគិតថាអ្នកណាត្រូវ បងប្រុសខ្ញុំគិតថាអ្នកទាំងពីរមិនត្រូវទាំងស្រុងទេក៏មិនខុសទាំងស្រុងដែរ អូនិយាយបន្តមក មិត្តរបស់បងការពារអ្នកអតីតគឺត្រឹមត្រូវតែត្រូវគិតឲ្យច្បាស់ពីវិធីធ្វើតាមិនតែងតែប្រាប់យើងទេថាអ្នកហាត់គុណដូចយើងត្រូវចេះស្គាល់កាលៈទេសៈជាងអ្វីទាំងអស់វីរបុរសពិតតស៊ូដើម្បីជាតិនិងប្រជាជនចេញមុខជួយព្រោះយុទ្ធធម៌មិនខុសទេតែត្រូវមើលកាលៈទេសៈហើយជ្រើសវិធីឲ្យត្រូវបើធ្វើឲ្យរឿងកាន់តែអាក្រក់នោះមិនមែនជាការការពារទេគឺលោកដៃរឿងគេសុទ្ធសាធ ញ៉ាំជើងជ្រូករបស់ប្អូនទៅ តាកូនពិតជាមិនចង់ប្រជែងជាមួយបងប្រុសទេតែបាទលបប្រាប់តាមិនអាចប្រកល់ក្រុមហ៊ុនឲ្យគាត់បានទេគ្រូពេទ្យក៏ប្រាប់កូនថាប៉ាប្រហែលជាលែងភ្នាក់ទៀតហើយតើកូនគូធ្វើម៉េចប៉ាតាមកូនទេ ខ្ញុំមកវិញហើយខាងនោះត្រូវការមនុស្សទៀតទេ អ្នកត្រឡប់មកវិញហើយខ្ញុំពិតជាសប្បាយចិត្តណាស់ បញ្ហាដែលខ្ញុំបានបង្កខ្ញុំមិនអាចឲ្យអ្នករ៉ាប់រងម្នាក់ឯងទេ តាមពិតអ្នកមិនបានធ្វើអ្វីខុសទេអ្នកគ្រាន់តែចង់ការពារខ្ញុំទេដែលធ្វើហ្វូហេតុខ្ញុំសំទោស ខ្ញុំក៏ប្រហែលជាខុសដែរឥឡូវយើងធ្វើម៉េចទៅ ខ្ញុំមានអារម្មណ៍ថាចំហបច្ចុប្បន្នរបស់ចិនម៉ូមិនមែនគ្រាន់តែដោយសារគាត់មើលទៅមិនមួយមាត់នោះទេខ្ញុំសង្ស័យថាគាត់មានគោលបំណងផ្សេង អ្នកចង់សាកកម្ដងទៀតមែនទេតែទោះយ៉ាងណាយើងមិនអាចឲ្យពួកគេទាំងពីរសហការគ្នាទេ ការគាំទ្ររបស់ចិនម៉ូសំខាន់ណាស់សម្រាប់ខ្ញុំ បានបើអ្នកសម្រេចចិត្តហើយខ្ញុំនឹងទៅជាមួយអ្នកប៉ុន្តែយើងត្រូវដាក់លក្ខខណ្ឌខ្លះ លក្ខខណ្ឌអ្វីខ្លះ លក្ខខណ្ឌដាច់ខាតគាត់ហាមប៉ះពាល់អ្នកហាមគំរាមអ្នកហាមធ្វើអ្វីខុសច្បាប់បើគាត់ធ្វើហួសព្រំដែន
ខ្ញុំនឹងនាំអ្នកចេញភ្លាម បានខ្ញុំទួសូឡាខាន់តែងនេះហើយពេលមានអ្នកនៅទីនេះខ្ញុំមានអារម្មណ៍ថាសុវត្ថិភាពណាស់ លោកសិនយើងអាចនិយាយគ្នាបានទេ អង្គលក្ខរបស់អ្នកមកទៀតហើយរឿងលើកមុនដែលគេយកថា Splicer ហើយដេញញៀវចេញពីពិធីគិបលៀងរបស់ខ្ញុំមិនទាន់គិតបញ្ជីនៅឡើយទេ លើកមុនខ្ញុំធ្វើជ្រុលពេកបើខ្ញុំបានធ្វើឲ្យលោកអាក់អន់ចិត្តខ្ញុំសុំទោសលោកចិន បានមានអ្វីនិយាយត្រឹមមកកុំរំខានខ្ញុំផឹកស្រា សាមិនទេគាំទ្រខ្ញុំយើងឈ្នះគាំទ្រសិនអានលោកតែង ហេអ្នកនិយាយលេងមែនទេឯលោកខ្ញុំជាអ្នកកាន់ព្រៀបអ្នកនៅមានសិលឹកពីអ្វីទៀត ចុះបើខ្ញុំប្រាប់តាខ្ញុំមានស្តានថាសិនអានជួញដូរភីហ៊ុនខុសច្បាប់និងប្រព្រឹត្តអំពើសោកប្រាណ ហេបើអ្នកពិតជាមែនម្លេះអ្នកមិនទទួលគេតាំងពីយូរហើយទេ បើលោកមិនជឿអាចប្រថុយមើលបានយកកែឈ្មោះសម្ព័ន្ធក្រុមហ៊ុនទាំងមូលរបស់លោកមកភ្នាល់ទៅ គួរឲ្យចាប់អារម្មណ៍អីចឹងខ្ញុំនឹងភ្នាល់ជាមួយណាចុះកញ្ញាសិនបើកញ្ញាចង់ឲ្យខ្ញុំប្រថុយខ្ញុំត្រូវមើលទុនកញ្ញាសិនមើលថាវាសំនឹងប្រថុនទេនេះជាអ្នកប្រដាល់អាជីពដែលខ្ញុំនាំមកពីទូគីអ្នកប្រយុទ្ធអាជីពយកបែបនេះចុះយើងធ្វើកិច្ចព្រមព្រៀងមួយបើអង្គលស្កញ្ញាអាចបានមួយទឹកពេលប្រកួតនឹងអ្នកប្រដានខ្ញុំលើសង្វៀនរយៈពេល1នាទីដោយមិនដួលកញ្ញាឈ្នះ លោកប្រធានចិនលោកនាំអ្នកប្រដាល់អាជីពមិនយុទ្ធថពេកទេ នេះជាការរកស៊ីប្រថុយកាន់តែខ្ពស់ចំណេញកាន់តែច្រើនក្មេងអ្នកដែលនៅមុខខ្ញុំកាលមុនក្លាហានណាស់មែនទេតែ1នាទីប៉ុណ្ណោះហើយតែគេមិនដួលខ្ញុំនឹងមិនចុះកិច្ចសន្យាជាមួយសិនអានទេ ជាងសិនយូនេះជាការប្រកួតពិតមែនអ្នកត្រូវការពារខ្លួនមកបានបើអ្នកមិនអាចទេយើងចេញពីទីនេះលើ កុំបារម្ភតែ1នាទីទេ អស់ពេលចប់ទឹកហើយ លោកប្រធានចិនគ្រប់1នាទីហើយគេមិនបានដួលទេ ហ៊ីគួរឲ្យចាប់អារម្មណ៍ក្មេងនេះមានសមត្ថភាពមិនធម្មតាទេ ប្រាប់ឲ្យថាកុំអួតខ្លាំងពេកមើលចុះហត់អស់កម្លាំងហើយ ក្មួយពិតជាតិស៊ូមែន1នាទីពេញមិនត្រូវព្រួលឲ្យដួលក្មួយធ្វើបានហើយ ចុះពាក្យសន្យារបស់លោក កុំបារម្ភអ្នករកស៊ីត្រូវដាក់សាកេតឈ្មោះបើខ្ញុំសន្យាថាមិនជួយសិនអានខ្ញុំនឹងមិនជួយគេទេប៉ុន្តែខ្ញុំក៏មិនជួយក្មួយដែរ ខ្ញុំដឹងថាលោកនឹងធ្វើបែបនេះ តាំងពីដើមការផ្នើនេះខ្ញុំគ្រាន់តែយល់ព្រមថាបើក្មួយឈ្នះខ្ញុំនឹងមិនជួយសិនអានខ្ញុំមិនបាននិយាយថាកញ្ញាសិនចិត្តទូលាយជាងតែពេលកញ្ញាយកឈ្នះសិនអានបានយើងអាចនិយាយរឿងសាការពិតប្រាកដខ្ញុំរងចាំមើលសមត្ថភាពកញ្ញា អព្យាក្រឹតមិនមែនគាំទ្រទេផ្លូវទៅមុខរបស់អ្នកនៅតែលំបាក ខ្ញុំដឹងតែយ៉ាងហោចណាស់គាត់នឹងមិនឈរខាងសិនអានទេព្រោះនឹងគ្រប់គ្រាន់ហើយ អីលោកចោលកិច្ចសហការឈិនម៉ូអញកំពុងលេងសាច់នឹងខ្ញុំមែនទេ នាងរៀបចំអីវ៉ាន់ទៅពួកអ្នកជាអ្នកណាប្អូនស្រីរួមគ្រូខ្ញុំនៅឯណា
ថៅកែយើងបានអញ្ជើញនាងទៅកន្លែងរបស់គាត់លោកជាងលោកក៏ត្រូវទៅជាមួយយើងដែរស្វាគមន៍លោកជាងអញ្ជើញអង្គុយតាមពិតគឺអ្នកសោះប្អូនស្រីរួមគ្រូខ្ញុំនៅឯណា ចិត្តត្រជាក់សិននាងសុខសប្បាយទេចាំយើងនិយាយគ្នាចប់សិនអ្នកអាចនាំនាងទៅបាន យើងមានអ្វីត្រូវនិយាយគ្នា អូរវាងយើងទាំងពីរគ្រាន់តែមានការយល់ច្រឡំបន្តិចបើមិនមែនដោយសារអ្នកទេប្អូនស្រីខ្ញុំក៏មិនធ្លាក់ដល់សភាពនេះដែរមែនទេហើយឈិនម៉ូស្រាប់តែដកខ្លួនពីកិច្ចព្រមព្រៀងយើងក៏ជាស្នាដៃអ្នកដែរមែនទេអូអ្នកពិតជាធ្វើឲ្យខ្ញុំឈឺក្បាលមែន តែខ្ញុំធ្លាប់និយាយថាអ្នកសាប់ព្រុកខ្យល់នឹងច្រូតបានព្យុះ បានម្ចាស់ភាគហ៊ុនភាគច្រើនក្នុងក្រុមហ៊ុននៅតែគាំទ្រខ្ញុំនៅខាងប្អូនស្រីខ្ញុំមានតែផ្លូវតអ្នកពិតជាមានសមត្ថភាពយ៉ាងម៉េចដែរមកធ្វើការឲ្យខ្ញុំទៅប្អូនស្រីខ្ញុំឲ្យអ្នកប៉ុន្មានខ្ញុំឲ្យទ្វេដង បានខ្ញុំនឹងទៅជាមួយអ្នក ចាត់ចែងទៅ ប្អូនស្រីរួមគ្រូអូនមិនអីទេមែន បងប្រុសរួមគ្រូសាច់ស្តេកនេះឆ្ងាញ់ណាស់បងមកញ៉ាំដែរ អូនតូចឆ្ងាញ់មែនទេបើអូនចូលចិត្តឲ្យបងប្រុសរួមគ្រូនាំអូនមកញ៉ាំរាល់ថ្ងៃទៅ មែនឬល្អណាស់ នាងឈប់ទៅ យ៉ាងណាក៏ដោយចាប់ពីពេលនេះដើរតាមខ្ញុំអាហារឆ្ងាញ់ខោអាវល្អលុយកាក់មានមិនខ្វះទេហាហាហា បានត្រូវរកលុយចិញ្ចឹមខ្លួនមែនទេ ហាហាហាហឹមឆ្លាតមែនបើឯងចេះគិតបែបនេះប្រកាសជាមានអនាគតល្អអីចឹងចាប់ពីថ្ងៃស្អែកឯងតាមឃ្លាំមើលសិននាងរាល់សកម្មភាពរបស់នាងរីកាប្រាប់ខ្ញុំមកចំពេលល្អណាស់ខ្ញុំសូមណែនាំម្នាក់នេះជាកូនសិស្សថ្មីរបស់ខ្ញុំទៅចុះទៅផឹកជូនដំណើរជាមួយម្ចាស់អ្នកចុះ សិនអានខ្ញុំប្រាប់ឯងចុះខ្ញុំទុកចិត្តតែមនុស្សរបស់ខ្ញុំចង់ដណ្ដើមមនុស្សពីខ្ញុំឯងសំដែងឬណាទាំងពីរជើបតែចុះ ប្អូនស្រីតោះយើងទៅ ហេ ហាឡូខ្ញុំចង់ដឹងបទល្មើសមួយមានគេសង្ស័យថាបានដាក់កំហិតសេរីភាពអ្នកដទៃដោយខុសច្បាប់រឿងគឺបែបនេះខ្ញុំបានដឹងប៉ូលីសហើយខ្ញុំបានបញ្ចូលរឿងនេះដល់ប៉ូលីសគឺរឿងសិនអានខំខ្លួននាងប៉ូលីសនឹងក៏ឲ្យគេទៅសួរចម្លើយ បានពេលប៉ូលីសចូលដៃហើយយ៉ាងហោចណាស់គេនឹងស្ងាត់មួយរយៈ ហេតុអីសិនអាននោះចង់ចាប់ខ្ញុំ ព្រោះគេចង់ប្រើអ្នកដើម្បីគំរាមរៀមច្បងខ្ញុំតែលើមិនអីទេវានឹងមិនកើតឡើងទៀតទេ តែសាច់ស្តេករបស់គេឆ្ងាញ់ណាស់លើកក្រោយយើងទៅញ៉ាំហ្វ្រេម្ដងទៀតបានទេ ក្នុងទូរស័ព្ទដែលខ្ញុំទិញឲ្យណាខ្ញុំបានដំឡើងប្រព័ន្ធតាមដានពិសេសប្រាវីខ្ញុំអាចដឹងទីតាំងអ្នកគ្រប់ពេលថ្ងៃមុនខ្ញុំឃើញអ្នកនៅតែសិនអានហើយទីតាំងអ្នកមិនកំរាក់សោះខ្ញុំគិតថាអ្នកប្រហែលមានរឿងក៏ប្រញាប់ទៅទីនោះ អស្ចារ្យមែនទេដូចក្នុងរឿងចារកម្មអីចឹង រកមួយឲ្យខ្ញុំដែរ ទូរស័ព្ទខ្ញុំក៏មានប្រព័ន្ធដូចគ្នាអ្នកក៏អាចមើលទីតាំងខ្ញុំគ្រប់ពេលដែរ លើកនេះសិនអានប្រហែលស្មុកបានមួយរយៈហើយប៉ូលីសបានកោះហៅគេហើយបើកសំណុំរឿងលើគេមួយរយៈនេះគេប្រហែលមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេ ទូប៉ូលីសបានចូលរួមក៏ដោយគេគ្រាន់តែត្រូវក៏ឲ្យទៅផ្ដល់ចម្លើយប៉ុណ្ណោះមិនទាន់ទទួលទូស្ពិតប្រាកដទេខ្ញុំគិតថាស្ថាបនិកគេនឹងចាប់តាមធ្វើសកម្មភាពទៀត មើលទៅអ្នកត្រូវគេតាមខ្លាមើលមិនមែនមានតែសិនអានទេ ត្រូវហើយស្ដារក្រោយមានកិច្ចប្រជុំបែងចែកភាគហ៊ុនមុនពេលនោះយើងត្រូវប្រុងប្រយ័ត្នជាងមុនហើយរកសម្ព័ន្ធមិត្តបន្ថែមទៀតរឿងដែលគេចិត្តណាបំផ្លាញឧបករណ៍កាត់ចោលនៅវិឡាលើកមុនខ្ញុំបានដឹងប៉ូលីសរួចហើយប៉ូលីសមិនទាន់រកឃើញថាអ្នកណាជាអ្នកធ្វើទេ
តែខ្ញុំជឿថាយើងនឹងដឹងការពិតស្រាប់នេះបងអូនស្រី ចាស់ បងខ្លាចបងអូនទៅអាហារសម្រន់ក៏យំឲ្យថែមទៀត ច្រើនណាស់ បន្តិចទៀតបងធ្វើភីសាឲ្យ អរគុណបងស្រីបងល្អនឹងខ្ញុំណាស់ថ្ងៃក្រោយបងចង់ដឹងរឿងអ្វីសួរខ្ញុំបាន ហឹមអីចឹងប្រាប់បងពីអតីតកាលរបស់ជេងសិនយំ សិស្សច្បង ហឹម តាមពិតសិស្សច្បងពីជាងគេក្នុងចំណោមពួកយើងកាលពីក្មេងគាត់ត្រូវលោកគ្រូវាញឹកញាប់ មានអ្វីទៀត ខ្ញុំចាំបានថាធ្លាប់ពេលថាគាត់ទៅឆ្កឹះសម្បុកអម៉ាល់ ហើយមិនទៀត អម៉ាល់តិចក្បាលនឹងគូតគាត់ឡើងពកធំមួយហាហាហា និយាយផ្ដេសផ្ដាស់អីហ្នឹងអញថានឹងទៅធ្វើភាសាមិនមែនទៅធ្វើទៅខ្ញុំក៏ឃ្លានដែរ កុំខ្លាចគាត់ឥឡូវខ្ញុំជីកែហ្វាយគាត់បន្តនិយាយទៀត ហើយបងដឹងអត់ប៉ុន្មានថ្ងៃបន្ទាប់មុខគាត់ហាមដូច ស្កាយត្រូវខ្ញុំតិច មែនហើយមុខអាក្រក់ខ្លាំងណាស់ហា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  លោកសិននេះជាគម្រោងធំមួយរបស់យើងក្នុងឆ្នាំនេះបាទដូចជាការវាស់វែងនិងការរៀបចំផែនការទាំងមូលការងារត្រៀមទាំងអស់រួចរាល់ហើយនៅតែរងចាំចាប់ផ្ដើមសាងសង់ប៉ុណ្ណោះ ញ៉ាំមិនអីទេ ចាប់ចោលនេះ អ្នកកំពុងធ្វើអី សិនណានណាទាំងពីរស្គួតហើយមែនទេ អ្នកណាឈួតគ្នាចង់ឃើញទេថាគេបានធ្វើអ្វី អ្នកនាងលើកនេះអ្នកនាងពិតជានាំចោកជោគផ្ទះមែន បានខ្ញុំចង់ដឹងថាអ្នកកំពុងលេងល្បិចដែរកុំបារម្ភខ្ញុំនឹងទៅមើលថាមានរឿងអី យប់មិញជននេះបានលួចចូលបន្ទប់បណ្ណសាររបស់ក្រុមហ៊ុនគេលួចយកព័ត៌មាននិងឯកសារទាំងអស់នៃគម្រោងអភិវឌ្ឍថ្មីរបស់សម្ព័ន្ធក្រុមហ៊ុនបើរឿងនេះបែកធ្លាយក្រុមហ៊ុនអាចរងការខូចខាតដែលមិនអាចប៉ាន់ប្រមាណបាន មែនហើយនេះជាការសម្ងាត់ពាណិជ្ជកម្ម ច្បាស់ណាស់ចោរម្នាក់នេះគឺជាអង្គរៈរបស់ប្រធានស្ដីទីជាងឈិនយូ វីដេអូនេះព្រិលពេកមួយយ៉ាងទៀតជំនេះពាក់វ៉ែនដាខ្មៅមើលមកក៏មិនឃើញផងថៃលើវីដេអូនេះអ្នកមិនអាចសន្និដ្ឋានថាគេជាអង្គរសរបស់ខ្ញុំជាងសិនយូទេ បន្ទប់បណ្ណសារនេះមានតែប្រធានស្ដីទីនិងអង្គរៈផ្ទាល់ខ្លួនរបស់លោកស្រីទើបមានសិទ្ធិចូលតើអ្នកពន្យល់យ៉ាងម៉េច ក៏អាចជាអ្នកដឹកនាំចេញខ្សនាមអ្នកដែលបានបដូរសិទ្ធិចូលហើយលូតចូលបន្ទប់បណ្ណសារយកឯកសារដោយខ្លួនឯងរួចទម្លាក់កំហុសលើជាងសិនយូសម្រាប់អ្នកទាំងតគ្នានៅទីនេះរឿងនេះមិនពិបាកទេ ភុស្តាំងច្បាស់ក្រឡែតមួយបង្កាច់អ្នកដទៃក៏គ្មានប្រយោជន៍ដែរចំណែកជាងឈិនយូនេះនឹងត្រូវស៊ើបអង្កេត បានហើយរឿងនេះធ្ងន់ធ្ងរណាស់បើយើងធ្វើប្រហែសគ្មាននរណាអាចទូផាន់វិបាកនេះបានទេឥឡូវនេះយើងមិនទាន់អាចហៅប៉ូលីសបានទេនាំចេញសិនយំទីនេះយើងស៊ូគេផ្ទាល់មុខត្រូវហើយស៊ូសាមិចខ្លួនសិនចាំធ្វើការសន្និដ្ឋាន ជួយផងមានរឿងហើយមានអ្នកអបួរ ជាងសិនយូអ្នកត្រូវតាស៊ូឡើងខ្ញុំមិនអាចបាត់បង់អ្នកអណ្ដងទៀតទេជាងសិនយូខ្ញុំមិនអាចបាត់បង់អ្នកអណ្ដងទៀតទេជាងសិនយូទៅស៊ូឡើងអ្នកត្រូវតែរឹងមាំឡើង ជាងសិនយូអ្នកត្រូវតាស៊ូឡើងអ្នកត្រូវតែរឹងមាំឡើងខ្ញុំមិនអាចបាត់បង់អ្នកអណ្ដងទៀតទេខ
ខ្ញុំសិននាងចេងសិនយូត្រូវគេវាយដោយ Jack ណែនៅក្រុមហ៊ុនឥឡូវគាត់កំពុងវែកកាត់សង្គ្រោះបន្ទាន់នេះមិនមែនជាគ្រោះថ្នាក់ទេមានគេធ្វើបែបនេះដោយ Jack ណាខ្ញុំស្នើឲ្យប៉ូលីសស៊ើបអង្កេតភ្លាម កញ្ញាសិនសូមស្មុគចិត្តសិនយើងនឹងបញ្ជូនប៉ូលីសទៅភ្លាមមានអ្នកយាមកន្លែងកើតហេតុទេ បាទសន្តិសុខក្រុមហ៊ុនកំពុងយាមមើលសូមឲ្យលឿនបំផុតនាង ទីបំផុតបងភ្ញាក់ហើយខ្ញុំគិតថាបងនឹងស្លាប់ហើយបងធ្វើឲ្យខ្ញុំភ័យស្លាប់ហើយក ុំបារម្ភបងសេះច្បងរបស់ហែងរឹងមាំណាស់មិនស្លាប់ទេបងនៅមន្ទីរពេទ្យមែនទេនៅមន្ទីរពេទ្យ ចាស់សំណាងល្អមិនត្រូវសរីរាង្គសំខាន់ទេពេទ្យថាបងប៉ះទង្គិចខួរក្បាលស្រាលដៃឆ្វេងបងបាក់ត្រូវសម្រាកមួយរយៈបងដឹងទេថាអ្នកណាធ្វើ ផ្នែករបស់វាបងដូចជាធ្លាប់ឃើញនៅកន្លែងណាមួយ បងសិស្សច្បងប្រហែលយើងគួរត្រឡប់ទៅភូមិវិញនៅទីនេះគ្រោះថ្នាក់ពេក លោកតាតែងនិយាយថាចាប់ផ្ដើមអ្វីត្រូវធ្វើឲ្យចប់បងនៅមានរឿងមិនទាន់ដោះស្រាយចប់ ខ្ញុំយល់ហើយតែខ្ញុំនឹកលោកគ្រូនិងអ្នកផ្សេងទៀត សិននាងនៅឯណា បងស្រីនៅមើលថែបងពេញមួយថ្ងៃព្រឹកនេះអ្នកពីក្រុមហ៊ុនហៅគាត់ទៅគេថាមានរឿងបន្ទាន់អូមែនហើយយប់មិញលោកប៉ូលីសចាងក៏មកដែរគាត់សួរពីបងជាច្រើនដង ប៉ូលីសចូលស៊ើបអង្កេតហើយ ចាស់បងស្រីថាត្រូវរកឲ្យឃើញអ្នកធ្វើលោកប៉ូលីសចាងក៏ឲ្យគេទាញវីដេអូសុវត្ថិភាពរបស់ក្រុមហ៊ុនដែរគាត់ថាក្រោយមកជននោះរត់ទៅច្រកខាងជើង ជាងឈិនយូឥឡូវអាចនិយាយគ្នាបន្តិចបានទេលោកប៉ូលីសចាំងសូមអង្គុយយើងបានយកវីដេអូសុវត្ថិភាពរបស់ក្រុមហ៊ុនមកពិនិត្យហើយប៉ុន្តែកាមេរ៉ាពីរនៅតាមច្រកកបៀងត្រូវបានគេលេមុំដោយចិត្តណាមានន័យថាជនល្មើសបានមកស្ទង់ទីតាំងមុននិយាយម្យ៉ាងទៀតវាជាផែនការគិតទុកជាមុនយើងបានកំណត់ជនសង្ស័យប៉ុន្មាននាក់តែជនសង្ស័យបានបិទមុខយើងនៅកំពុងស៊ើបអង្កេតមុននេះអ្នកបាននិយាយថាអ្នកចាំផ្នែករបស់ជននោះបានបាទកាលមុនពេលខ្ញុំជួយសិននាងនៅអគារបោះបង់ចោលខ្ញុំគិតថាធ្លាប់ឃើញផ្នែកនោះតែពេលនោះប្រញាប់ពេកខ្ញុំមើលមិនច្បាស់ទេយកហើយនេះជាតម្រុយសំខាន់សិនជាសះស្បើយពីប៊ូសិនចុះបើមានដំណឹងថ្មីខ្ញុំនឹងប្រាប់អ្នកភ្លាមកុំបារម្ភយើងនឹងស៊ើបឲ្យដឹងការពិតជាមិនខាននេះជាលិខិតរួមពីក្រុមហ៊ុនដែលមានទាំងលោកពូនិងម្ចាស់ភាគហ៊ុនធំទាំងអស់ពួកគេទាមទារឲ្យត្រឹមសប្តាហ៍ក្រោយត្រូវពន្លឿនការបែងចែកភាគហ៊ុនក្រុមហ៊ុនជាងឈិនយូបង្ករឿងធំបែបនេះលាក់ទៅទៀតមិនបានទេគ្រប់គ្នាលែងទុកចិត្តបងហើយ បងប្រុសដើម្បីតំណែងប្រធាននេះបងចាំបាច់ធ្វើដល់ថ្នាក់នេះមែនទេ ច្បាស់ណាស់អ្វីដែលគូជារបស់ខ្ញុំទោះត្រូវលះបង់ប៉ុណ្ណាក៏ដោយត្រូវតែជារបស់ខ្ញុំថ្ងៃស្អែកក្រុមហ៊ុននឹងធ្វើសន្និសីទកាសែតនេះជាឱកាសចុងក្រោយឲ្យប្អូនដកខ្លួនដោយថ្លៃថ្នូរ បងជាអ្នកចាត់ការជាងសិនយូមែនទេ និយាយលេងមែនគេរស់ឬស្លាប់ខ្ញុំមិនខ្វល់ទេ បានខ្ញុំនឹងចូលរួមសន្និសីទកាសែតថ្ងៃស្អែកសំទោសដែលធ្វើឲ្យអ្នកជាប់រឿងនេះអ្នកដែលដេកនៅទីនេះគូតាជីខ្ញុំ រឿងត្រូវគេវេទុកឲ្យពូអង្គរោះចុះខ្ញុំមានដំណឹងអាក្រក់ប្រាប់ណា មានអ្វីអាក្រក់ជាងនេះទៀតទេ អ្នកត្រូវបណ្ដេញចេញ ចុះអ្នកលែងចង់ឲ្យខ្ញុំធ្វើជាអង្គរោះហើយ រឿងទាំងនោះមិនពាក់ព័ន្ធនឹងអ្នកទេអ្នកចូលពាក់ព័ន្ធមានតែធ្វើឲ្យខ្ញុំកាន់តែពិបាក កុំគិតថាខ្ញុំមិនដឹងអ្នកចង់រ៉ាប់រងគ្រប់យ៉ាងម្នាក់ឯង នេះជាការទទួលខុសត្រូវរបស់ខ្ញុំមិនមែនណាស់ទេ សិននាងតើអ្នកចាត់ទុកខ្ញុំជាអ្វីពួកយើងមិនមែនជាដៃគូទេអ បើមានទំនាក់ទំនងការងារយើងគ្រាន់តែជាអ្នកដទៃ
សម្រាប់ខ្ញុំអ្នកមិនពិសេសអ្វីទេ សិននាងខ្ញុំមិនជឿថាអ្នកនិយាយចេញពីចិត្តទេ យើងនៅក្នុងពិភពខុសគ្នាយើងកុំជួបគ្នាទៀតអេ សិនមីងអ្វីដែលអ្នកនិយាយមុននេះសុទ្ធតែជាការពិតមែនទេ មើលថៃគាត់ឲ្យបានល្អផងជាងសិនយូនេះជាវាសនារបស់ខ្ញុំមិនអាចមកនេះសមតំទៀតហើយធ្វើឲ្យអ្នកមានគ្រោះថ្នាក់ទេបើអាចចាត់ទុកថាយើងមិនធ្លាប់ស្គាល់គ្នាផ្លេចខ្ញុំទៅសូមស្វាគមន៍អ្នកទាំងអស់គ្នានេះជាសន្និសីទសារព័ត៌មានបិទហ្វែលរបស់ក្រុមហ៊ុនសិនឆ្លៀតក្នុងឱកាសនេះយើងនឹងបោះស្រាយពីពាក្យស្ចាមអារ៉ាមនិងការសង្ស័យថ្មីអំពីក្រុមហ៊ុនយើងក្នុងនាមជាប្រធានស្ដីទីរបស់ក្រុមហ៊ុនសិនខ្ញុំមានរឿង3ដែលត្រូវប្រកាសទី1ខ្ញុំនឹងលាលែងពីតំណែងប្រធានស្ដីទី អាហារឿងធំហើយតើអ្នកណានឹងក្លាយជាប្រធានថ្មីនេះជាដំណឹងធំ លោកស្រីសិនលាលែងពេលនេះតែដោយសាររងសម្ពាធមែនទេយថាឯកសារសម្ងាត់ថ្មីរបស់ក្រុមហ៊ុនសិនត្រូវបានលោកតែពាក់ព័ន្ធនឹងអង្គរសរបស់លោកស្រីទេនោះនាំមកខ្ញុំនិយាយពីរឿងទី2ប្រធានសិនសឹករបស់ខ្ញុំគៀងសិនយូមិនពាក់ព័ន្ធនឹងរឿងនេះទេគាត់ត្រូវមនុស្សសម្នាក់ក្នុងក្រុមហ៊ុនរៀបចំផែនការទម្លាក់កំហុសលើគាត់ តើលោកស្រីមានភស្តុតាងបញ្ជាក់ទេ ឯកសារត្រូវបានលូតនៅម៉ោង2ទីភ្លឺនៅនោះគាត់ប្រចាំការនៅបន្ទប់សិនសឹកជាន់ទី1នៃវិឡាខ្ញុំនិងកំពុងពឹងវេនរបស់គាត់អាចបញ្ជាក់អលំអិតជាងនេះទេជាងសិនយូត្រូវបានខ្ញុំជួលជាផ្លូវការជាប្រធានសិនសឹក24ម៉ោងនៅយប់កើតហេតុកំណត់ត្រាចវត្តមានរបស់គាត់និងវីដេអូសុវត្ថិភាពនៅវិឡាអាចបញ្ជាក់បានថាគាត់មិនបានចាក់ចេញពីកន្លែងជីមឡើយខ្ញុំបានប្រកល់កំណត់ត្រាពាក់ព័ន្ធឲ្យប៉ូលីសរួចហើយបើចាំបាច់ខ្ញុំនឹងបញ្ចេញវាឲ្យសារព័ត៌មានខ្ញុំចង់បញ្ជាក់ថាជាងសិនយូជាបុគ្គលិកសន្តិសុខដែលឡាបងចំពោះការងារគាត់មិនគួរត្រូវមនុស្សខ្លាយយកធ្វើជាឧបករណ៍សម្រាប់ទម្លាក់កំហុសលើអ្នកដទៃទេ ទៀមច្បងបងស្រីបាននិយាយថាបងជាប្រធានសន្តិសុខអស្ចារ្យមែនណោះ នាងរ៉ាប់រងទាំងអស់ម្នាក់ឯង គាត់លែងជាអង្គរសខ្ញុំទៀតហើយគាត់លែងពាក់ព័ន្ធនឹងក្រុមហ៊ុននេះទៀតហើយរឿងទី2ដែលខ្ញុំចង់និយាយគឺខ្ញុំបានរកឃើញថាតាំងពីក្រុមហ៊ុនបង្កើតមកមានជនខ្វាត់លាក់ខ្លួនក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់គាត់បំផ្លាញផលប្រយោជន៍ក្រុមហ៊ុនដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនជនខ្វាត់នោះគឺណាសិនអាន អ្នកបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំនេះជាការចោទប្រកាន់មិនពិតខ្ញុំប្រាប់ឲ្យដឹងណាយើងសុទ្ធតែជាគ្រួសារតែមួយបើរឿងនេះដល់តុលាការគ្មានអ្នកណាបានមកទេ ខ្ញុំមានឧស្សាហ៍មួយវាទុកស្តង់ទាំងដោះតាំងពីសិនអានចូលក្រុមហ៊ុនអំពីបទល្មើសក្បែបឡាងរបស់គាត់ការជួញដូរភាគហ៊ុនខុសច្បាប់ការលួចបញ្ចេញការសម្ងាត់ការទទួលសំណូកជាសម្ងាត់និងស្តាមផ្សេងទៀត គិតថាអាចបំភ័យខ្ញុំបានឬគ្រាន់តែយក Esper មកទម្លាក់កំហុសលើខ្ញុំអ្នកណាថា Esper នោះមិនមែនคล้ายៗអ្នកទាំងអស់គ្នាគុំជឿនាងចង់បំផ្លាញអ្វីទាំងអស់ ពូគិតយ៉ាងម៉េច អឺស្នូពិតជាប្រធានទុកឲ្យនីងមែនកាលនោះពួកក៏នៅទីនោះដែរតែចំពោះខ្លឹមសារក្នុងអឺស្នូពូមិនដឹងទេ ខ្ញុំមិនចង់ធ្វើដល់ថ្នាក់នេះទេតែអ្នកធ្វើហ្វូហេតុពេកហើយអ្នកចាត់មនុស្សទៅទម្លាក់កំហុសលើប្រធានសន្តិសុខខ្ញុំថែមទាំងធ្វើបាបអ្នកគ្មានកំហុសទៀតខ្ញុំបានប្រកល់ផ្ស្តាងឲ្យប៉ូលីសរួចហើយ ខ្ញុំអត់បានធ្វើទេថ្ងៃនោះខ្ញុំគ្រាន់តែឲ្យគេទៅលួចឯកសារតែខ្ញុំមិនបានធ្វើបាបអ្នកណាទេមិនគួរឲ្យជឿមែនអីចឹងជាចំនួនផ្ទៃក្នុងទេតើនាងបោកខ្ញុំនាងគ្មាន Esper ផងមិននឹកស្មានថាជាគាត់សោះតាមពិតគឺគាត់មែនរឿងធំហើយលោកសិនអានតាមស្តតាងដែលយើងមានលោកបានប្រព្រឹត្តល្មើសច្បាប់
សូមសារការជាមួយការស៊ើបអង្កេតរបស់យើង ខ្ញុំមិនបានធ្វើបាបអ្នកណាទេខ្ញុំគ្រាន់តែ មានអ្វីចង់និយាយទៅនិយាយនៅប៉ុស្តិ៍ប៉ូលីសអញ្ជើញ កំពុងធ្វើអីហ្នឹងរបួសមិនទាន់ជាផង នាងនាំមកខ្ញុំហើយខ្ញុំក៏មិនអាចនៅពីក្រោយដែរខ្ញុំត្រូវតែឆាប់ជាសះស្បើយបើមិនអីចឹងខ្ញុំនឹងក្លាយជាបន្ទុកនាង តែបងស្រីបាននិយាយថាគាត់នឹងមិនជួបអ្នកទៀតទេ សម្ដីរបស់នាងតាមមួយណាធ្លាប់ពិតខ្លះ រឿងនេះមិនដូចគ្នាទេបងស្រីធ្វើបែបនេះដើម្បីការពារអ្នក Ning ning, elokapat letter dang hai. Kmoy man baj rchen day. ពូច្បាប់នៅតែជាច្បាប់ថ្ងៃនេះខ្ញុំបានលាលែងហើយពីតំណែងប្រធានស្ដីទីដូច្នេះខ្ញុំមិនគួរបន្តការតំណែងនេះទេ Tai ve kron dai bando asante. Alosan andurum ting strong hai. Pe bang chai pi hun krum hun. Pu nang samachik chen jap sang tiet, nang komtrar kmoy twan chi protein pen tum hang. អូកូនពូ Tau ko ushnu, but chi min pstatang brukred mente. Polista asan an ban sar pip ling chichran, tai keno ta a ang ta man ban tur bab na nate. Kmoy kata luk ni kini ye ka pate. បើណាត់ធ្វើបាបជាងសិនយូមិនមែនបងប្អូនប្រុសខ្ញុំទេចុះជាអ្នកណាជាងសិនយូប្រញាប់ទៅមើលប៉ាខ្ញុំនៅបន្ទប់ពេទ្យសិនអានអាចធ្វើអ្វីមិនល្អដាក់គាត់ខ្ញុំនឹងទៅដល់ឆាប់ អ្នកចាំទេផ្លែឈើដែលប៉ាចូលចិត្តបំផុតគឺផ្លែស្រកានាគ ខ្ញុំចាំកាលនោះអ្នកតែងលូតញ៉ាំចំណែកខ្ញុំ តាមពិតខ្ញុំក៏មិនសូវចូលចិត្តផ្លែស្រកានាគដែរវាគ្មានរសជាតិទេហើយញ៉ាំទៅប្រឡាក់រញ៉េញ៉ៃតែព្រោះប៉ាចូលចិត្តវាគាត់ចូលចិត្តមើលពួកយើងញ៉ាំវាខ្ញុំញ៉ាំកាន់តែច្រើនគាត់កាន់តែសប្បាយតាំងពីតូចមកខ្ញុំមិនចង់ឲ្យប៉ាខកចិត្តបំផុត តែអ្នកបានធ្វើឲ្យគាត់ខកចិត្តរួចហើយ ខ្ញុំមិនចង់ទេខ្ញុំបានខំប្រឹងហើយខ្ញុំកាន់តែធ្វើកាន់តែខុសខ្ញុំកាន់តែខំគាត់កាន់តែមិនពេញចិត្តខ្ញុំមិនយល់ទេខ្ញុំជាកូនប្រុសគាត់ហេតុអ្វីគាត់មិនព្រមជឿទុកចិត្តខ្ញុំសោះខ្ញុំនៅក្បែរគាត់ប៉ុន្មានឆ្នាំមកនេះភ្លាមដែលអ្នកចុះពីយន្តហោះត្រឡប់ពីបរទេសការខំប្រឹងរបស់ខ្ញុំទាំងអស់ក៏រលាយសាបសូន្យតែមិនអីទេធ្វើបែបនេះគាត់នឹងមិនខកចិត្តខ្លាំងពេកទេបើធៀបនឹងខ្ញុំប៉ាតែងជឿទុកចិត្តអ្នកជាងអ្នកមកទីនេះធ្វើអីអ្នកត្រូវរកគេមកឃ្លាំមើលខ្ញុំមែនអ្នកគិតថាខ្ញុំហ៊ានធ្វើបាបឪពុកខ្លួនឯងឬខ្ញុំមិនមែនជាមនុស្សល្អទេតែយ៉ាងហោចណាស់ខ្ញុំក៏មិនមែនជាបិសាចដែរ បងដើរផ្លូវខុសហើយ មែនអ្នកឈ្នះហើយចង់បញ្ជាខ្ញុំមិនក៏បានមែនទេខ្ញុំចាញ់តែខ្លួនឯងប៉ុណ្ណោះ ដើម្បីដែលរឿងចាញ់ឈ្នះអ្នកហ៊ានចាប់ប្អូនស្រីខ្លួនឯងហើយទម្លាក់កំហុសមកលើខ្ញុំ ជាងឆិនយូខ្ញុំមើលអ្នកខុសហើយខ្ញុំយឺតពេលពេកទើបមិនអាចទាញអ្នកមកខាងខ្ញុំបានបើខ្ញុំមិនបានអ្នកខ្ញុំនឹងបំផ្លាញអ្នកតែខ្ញុំមិនបានចាប់ប្អូនស្រីខ្ញុំទេខ្ញុំគ្រាន់តែឲ្យគេមួយបង្កាច់អ្នកតែខ្ញុំមិនបានឲ្យគេទៅធ្វើបាបអ្នកទេ បងថាបងមិនបានធ្វើបាបជាងសិនយូចុះអ្នកណាផ្ទូលទូអេកសារក្នុងបន្ទុកអេកសារក្រុមហ៊ុនហើយសង្កត់គាត់ ខ្ញុំពិតជាមិនបានធ្វើទេខ្ញុំស្អប់គាត់ដែលបំផ្លាញផែនការខ្ញុំតែខ្ញុំមិនទាន់អាក្រក់ដល់ថ្នាក់សម្លាប់មនុស្សទេថ្ងៃនោះខ្ញុំគ្រាន់តែឲ្យគេទៅបន្ទប់ឯកសារលួចឯកសារឲ្យទម្លាក់កំហុសលើគាត់រឿងទូសង្កត់គាត់មិនមែនខ្ញុំធ្វើទេហា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 មើលទៅមានអ្នកផ្សេងនៅពីក្រោយខ្ញុំហា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 ខ្ញុំខ្លាចជាកូនអុករបស់គេហើយហា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 ប៉ាឃើញកូនប្រុសប៉ាធ្លាក់ដល់ថ្នាក់នេះប៉ាប្រកាសជាសប្បាយចិត្តណាស់ដែលបានជ្រើសនាងមែនទេគ្មានផ្លូវត្រឡប់ក្រោយទេគ្រួសារបែកបាក់ដល់ថ្នាក់នេះហើយគ្មានន័យអ្វីទៀតទេចំណែកភៀកហ៊ុនវិញយ៉ាងណាក៏ខ្ញុំមិនអាចនៅទីនេះទៀតដែរខ្ញុំប្រគល់ទាំងអស់ឲ្យវិនស៊ូស៊ូហើយអ្នកទាំងអស់គ្នា
ដោះស្រាយគ្នាឯងទៅ Wung. គាត់ថាគាត់មិនបានធ្វើបាបខ្ញុំទេតើអ្នកគិតថាគាត់និយាយពិតទេ មុននេះគាត់មើលទៅមិនដូចកំពុងខៅទេ អីចឹងមានន័យថាអ្នកដែលវាយខ្ញុំនឹងចាប់ពង្រត់អ្នកត្រូវបានអ្នកផ្សេងបញ្ជាពីក្រោយហើយអ្នកនោះលាក់ខ្លួនជ្រៅជាងសិនអានទៀត អីចឹងជាអ្នកណា មើលទៅអ្នកនៅតែខ្វះខ្ញុំជាអង្គ្រោះមិនបានទេមែនទេ កុំសរសើរខ្លួនឯងពេកអ្វីដែលខ្ញុំសម្រេចហើយខ្ញុំមិនងាយបដូរចិត្តទេតែទោះយ៉ាងណាអរគុណសម្រាប់ថ្ងៃនេះបើអ្នកមិនបានទៅដល់បន្ទប់អ្នកជំងឺទាន់ពេលទេខ្ញុំមិនដឹងថាបងប្រុសខ្ញុំនឹងធ្វើអ្វីទេ ឲ្យខ្ញុំត្រឡប់មកវិញចុះគ្មានខ្ញុំអ្នកធ្វើមិនបានទេ ហេតុអ្វីអ្នកចង់ជួយខ្ញុំខ្លាំងលែ ខ្ញុំគឺថាព្រោះខ្ញុំស្រឡាញ់ការងារដែលខ្ញុំធ្វើតែខ្ញុំធ្លាប់ប្រាប់ថាចាប់ផ្ដើមអ្វីហើយត្រូវធ្វើឲ្យចាប់ ឥឡូវគ្មានបងប្រុសខ្ញុំរារាំងទៀតជ័យចំណាយប្រកាសជានៅក្នុងដៃខ្ញុំចំណែកអ្នកផ្ដោតលើការព្យាបាលឲ្យជាសិនតើ អ្នកមិនទាំងដឹងថាអ្នកណាវាយខ្ញុំផងរឿងនេះអ្នកនៅមិនទាន់ស៊ើបច្បាស់ទេពេលនេះទើបជាពេលគ្រោះថ្នាក់បំផុត បានហើយខ្ញុំត្រូវត្រៀមការបែងចែកភាគហ៊ុនសម្រាប់ថ្ងៃស្អែកទៀត ការខ្ញុំនៅជាអង្គ្រោះរបស់អ្នកយើងមានច្បាប់3ប្រការអ្នកនៅចាំទេខ្ញុំគិតឃើញប្រការទី3ហើយ នោះគ្រាន់តែជាការនិយាយលេងទេមើលទៅមែនហើយវិនស៊ូស៊ូនឹងបងប្រុសខ្ញុំបានរីគម្រោងយូរហើយ សំណាងមានមួយមើលធ្លុបពួកគេបានតនពេលนิ่งក្មួយដឹងទេពូនេះតាមប្រាក់មួយខ្សងអាណាចក្រនេះតាំងពីអាយុ8ការនោះក្រុមហ៊ុនកំពុងជួបលិបត្តិងិនបំផុតខ្សែសង្វាក់មូលដ្ឋានបានដែរពូបញ្ចាំផ្ទះខ្លួនឯងដើម្បីខីលុយទ្រព្យសង្គ្រោះក្រុមហ៊ុនមិន Fire Exciting គឺខ្ញុំដឹងរឿងទាំងនេះ ដឹងហើយមានប្រយោជន៍អ្វីប៉ាក់មួយមិនដែលលើករឿងនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបណ្ណាទេក្នុងកែផ្នែកគាត់ពូគ្រាន់តែជាអ្នកជួយរហូតពូជួយរែកបន្ទុកឲ្យគាត់30ឆ្នាំតែចុងក្រោយជប់និយាយទៅកុំខ្វល់អី គឺរឿងវិនស៊ូស៊ូពូមានទំនុកចិត្តទេ កុំបារម្ភម្ចាស់ភាគហ៊ុនភាគច្រើននៅខាងយើងនាងគ្មានផ្លូវកែស្ថានភាពបានទេអបអសាទរ ថ្ងៃនេះជាថ្ងៃដ៏ល្អមើលទៅអ្នកជឿជាក់ណាស់ អ្នកក៏មើលទៅទន្ទឹងរង់ចាំខ្លាំងដែរត្រឹមរយៈពេលឃ្លាអ្នកយកភាគហ៊ុនបងប្រុសខ្ញុំបានថែមទាំងអូស្ទីនចាស់ភាគហ៊ុនជាច្រើនទៀតប៉ុន្តែមានរឿងមួយអ្នកនៅតែមិនយល់ អូរឿងអ្វី មនុស្សប្រុសចុងក្រោយពឹងមិនបានទេគឺតួយើងទេ ពូសិនពូដឹងខ្លួនហើយ តាមពិតណាស់គឺជាងសិនយូពូសិនមេតពូអាយ លោកសិនទើបដឹងខ្លួនវិនព្រឹកនេះឥឡូវគាត់នៅខ្សោយណា នាងនៅឯណាថ្ងៃនេះនាងត្រូវទៅប្រជុំម្ចាស់ភាគហ៊ុនមែនទេ បាទខ្ញុំកំពុងតែទៅរកនាងតែខ្ញុំតាក់ទងនាងមិនបាន សិនជីញ៉ានអ្នកនោះខ្ញុំតែងតែបារម្ភពីគេជួយគ្រីកខ្ញុំឡើង ពូសិនរាងកាយពូមិនទាន់ជាសះស្បើយទេ គ្មានពេលទេក្រុមហ៊ុនមិនអាចធ្លាក់ទៅក្នុងដៃគេបានទេយកតែរុនមកឲ្យខ្ញុំនាងទោះថ្ងៃនេះមានរឿងអ្វីក៏ដោយពូនៅខាងក្មួយជីនិច អូគុណពូ វិនស៊ូស៊ូមិនទាន់មកដល់ទេ ប្រញាប់អ៊ីមលេះអ្នកដែលត្រូវមកកុំតែមក វ
មិនលើកទូរស័ព្ទទេ មានរឿងអី ទូរស័ព្ទទៅសិននាងមិនចូលទេនាងមិនដែលទៅណាដោយគ្មានទូរស័ព្ទទេ ទៅកន្លែងប្រជុំយើងទៅទីនោះតែម្ដងសិនឈិនយ៉ានខ្ញុំគួរតែមើលធ្លុះគាត់យូរហើយ30ឆ្នាំគាត់លាក់ធៀបបាន30ឆ្នាំ លោកពូសិនពេលទៅដល់លោកពូនឹងមិនអីទេមែនទេ ពេលទៅដល់ទីនោះទុកឲ្យខ្ញុំនិយាយណាជួយនាំនាងចេញឲ្យមានសុវត្ថិភាព កុំបារម្ភ នេះគឺ ឪពុករបស់សិននាងចាំយើងនិយាយគ្នាពេលក្រោយសួស្ដីតើគិតប្រជុំម្ចាស់ភីកហ៊ុនក្រុមហ៊ុនសិនធ្វើនៅទីនេះថ្ងៃនេះមែនទេ លោកថ្ងៃនេះសន្តាគារមានកម្មវិធីឯកជនមិនបាក់ឲ្យមនុស្សទូទៅចុងទេតើលោកមានលិខិតអញ្ជើញទេ បានចូលរបស់ប្រធានក្រុមហ៊ុនបើណែគ្រប់គ្រាន់ទេ សូមរងចាំបន្តិចខ្ញុំនឹងគូនដំណឹងទៅផ្នែកទូភ្ញៀវតាមជាន់ភ្លាម នាងចាំខ្ញុំនៅសាលទទួលភ្ញៀវជួយខ្លំមើលច្រកចេញឲ្យខ្ញុំផងមានអ្វីកើតឡើងទូរស័ព្ទមកខ្ញុំ កុំបារម្ភទុកឲ្យខ្ញុំចាត់ការ រុញរទេសឲ្យពូសិនហើយតាមខ្ញុំមក នេះជាអត្រាការกับភីកហ៊ុនរបស់អ្នកក្នុងក្រុមហ៊ុនសិនអ្នកអាចមើលបានដោយសារបញ្ហាសុខភាពភីកហ៊ុនរបស់ប្រធានក្រុមហ៊ុននឹងត្រូវបង្កប់ជាបណ្ដោះអាសន្នយោងតាមបណ្ឌថ្មីរបស់ក្រុមហ៊ុនក្រោយពីបែងចែកភីកហ៊ុនឡើងវិញអ្នកដែលកាន់กับភីកហ៊ុនច្រើនជាងគេនឹងឡើងជាប្រធានសម្ព័ន្ធក្រុមហ៊ុនបើមើលតាមនេះបច្ចុប្បន្នកញ្ញាសិនកាន់กับភីកហ៊ុនច្រើនជាងគេហើយនាងក៏ជាអ្នកស្នងតំណែងដែលអតីតប្រធានបានតែងដែរដូច្នេះតំណែងប្រធានក្រុមហ៊ុនគួរតែឲ្យនាងកាន់กับជាធម្មតា សម្រាប់លឿនពេកហើយមែនទេមុននេះបន្តិចលោកចិនបានទិញភាគហ៊ុនទាំងអស់ពីម្ចាស់ភាគហ៊ុនផ្សេងទៀតឥឡូវនេះភាគហ៊ុនខ្ញុំបុកនឹងរបស់លោកចិនសរុបចុងក្រោយគឺ35អ្នកនាងទោះអ្នកនាងនឹងសិនឈីងយ៉ានបុកភាគហ៊ុនគ្នាក៏នៅតែតិចជាងខ្ញុំ ត្រូវហើយមែនអា អីគេសិនឈីងយ៉ានចិនម៉ូអ្នកក្បត់ខ្ញុំ លោកពូ ចិនម៉ូតាំងពីដើមអ្នកបានខົບខិតជាមួយសិនឈីងយ៉ានអ្នកចង់លើកគាត់ឲ្យកាន់អំណាច អ្នកនិយាយត្រូវតែពាក្យកណ្ដាលទេអ្វីដែលយើងនឹងធ្វើគឺទិញយកក្រុមហ៊ុនសិនទាំងមូល លោកពូមិនអាចទេទូពេលនេះពូមានភាគហ៊ុនច្រើនបំផុតក្នុងក្រុមហ៊ុនសិនក៏នៅតែមិនលឺភាគហ៊ុន40អីរបស់ប្រដារម្យ៉ាងទៀតរឿងដែលពូក្រុងនឹងធ្វើម្ចាស់ភាគហ៊ុននៅទីនេះនឹងទំដោះទាំងដោះពូគ្មានឱកាសទេ ខ្ញុំសុកចិត្តលះបង់តំណែងប្រធានក៏មិនឲ្យអ្នកទាំងពីរបានសម្រេចដែរ យើងដឹងច្បាស់ហើយដូច្នេះទើបយើងអញ្ជើញអ្នកទាំងដកគ្នាមកទីនេះ តើអ្នកចង់បានអ្វី អេកសារនៅមុខអ្នកនេះជាកិច្ចព្រមព្រៀងទេភីកហ៊ុនខ្ញុំណែនាំឲ្យអ្នកទាំងដកគ្នាចុះហត្ថលេខាទៅ សិនមូតើអ្នកឈ្មោះហើយមែនទេ កញ្ញាសិនធ្លាប់ពាក្យមួយនេះទេហើយនៅពេលកាន់តែខ្ពស់ផលចំណេញក៏កាន់តែច្រើនពេលអ្នកទាំងដកគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះភីកហ៊ុនខ្ញុំនឹងច្រើនជាងបំប្រឹងបូករួមទាំងអំណាចហេឡនវត្តរបស់ក្រុមហ៊ុនជីនឡុងការទិញក្រុមហ៊ុននេះនឹងងាយដូចបិទលេខ ពូហេតុអ្វីក៏ពូត្រូវធ្វើដល់ថ្នាក់នេះពូជីកអនុប្រធានក្រុមហ៊ុនរួចហើយនៅមិនទាន់គ្រប់ទីទៅ 30ឆ្នាំហើយខ្ញុំគាំទ្រគ្រប់បាល់សម្រេចចិត្តរបស់ពួកគេការខ្សែចង្វាក់មូលតណ្ដាច់ខ្ញុំបានបញ្ចាំតែខ្លួនឯងដើម្បីគីប្រាក់មកសង្គ្រោះក្រុមហ៊ុនកុំឲ្យដួលរលំតែតផលយ៉ាងម៉េចមុនគាត់ដាច់សើហ្វៃឈីមខួរក្បាលគាត់បែរជាប្រកល់តំណែងអាយនក្មេងស្រីដែលទៅរៀនក្រៅប្រទេសតែប៉ុន្មានឆ្នាំរួចចូលមកកាន់តំណែងធំតែម្ដងខ្ញុំនៅក្បែរគាត់អស់រយៈពេល30ឆ្នាំតែគាត់មិនដែលអរគុណខ្ញុំសូម្បីមួយម៉ាត់ខ្ញុំមិនចង់បំផ្លាញក្រុមហ៊ុននេះទេខ្ញុំចង់សង្គ្រោះវាគ្រូសាសិនមិនដែលចាត់ទុកខ្ញុំជាសាច់ញាតិទេជីជីងជួលមកក្មេងស្រីល្ងងខ្លាំងម្នាក់កំ pl ាញក្រុមហ៊ុននេះយកល្អឲ្យខ្ញុំកាន់កាប់វិញយើងមកដល់ថ្នាក់នេះហើយគ្មានផ្លូវទៅក្រោយទេឲ្យតែអ្នកទាំងដកគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្រុមហ៊ុនថ្មីដែលយើងបង្កើតនឹងបែងចែកភាគហ៊ុនមកគ្រប់គ្នាអ្នកទាំងដកគ្នានៅតែជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនថ្មីដែរមែនទេត្រូវហើយប្រហែលយើងគួរតែចុះហត្ថលេខាទៅនីងកុំបង្ខំឲ្យពូប្រើកម្លាំង លោកគួរឲ្យព្រមណា
ណាជាអ្នកណា Yang Sanyu, Di Bumput Nut Mukhai. ខ្ញុំមិនមកម្នាក់ឯងទេនៅមានគាត់ទៀត Ba. បងប្រុសមិនក៏បងមិនអាចទេមើលអ្វីដែលអ្នកបានធ្វើចុះខ្ញុំចាប់ហើយខ្ញុំដកខ្លួនទុកពួកគេនៅទីនេះសិនយើងនៅមានឱកាសមិនឃើញស្ថានភាពឥឡូវទេបងខ្ញុំក៏ហើយលើកលែងឲ្យខ្ញុំដល់នេះផងនីងខ្ញុំនឹងផ្ទេរពីហ៊ុនទាំងដោះឲ្យកូនចាប់ពីពេលនេះគុំគឺជាប្រធានក្រុមហ៊ុនសិនជាផ្លូវការចំណែកអាយ៉ានទុកឲ្យប៉ូលីសចាត់ការចុះ លោកសិនឈីងយ៉ាងយោងតាមស្ថានដែលយើងមានអ្នកសង្ស័យថាបានប្រព្រឹត្តបទល្មើសជាច្រើនឥឡូវយើងខាត់ខ្លួនអ្នកតាមច្បាប់សូមសាការ អ្នកជាអ្នកផ្ដួលតួឯកសារហើយវាប្រហែលជាងឈិនយូមែនទេកាមេរ៉ាសុវត្ថិភាពក្នុងក្រុមហ៊ុនប្រហែលជាត្រូវអ្នកការរួចហើយតែចុងផ្លូវដើរមានមួយដែលអ្នកផ្លេចគឺកាមេរ៉ាបំរុងវាថតបានគ្រប់យ៉ាងនាំពួកគេទាំងអស់ទៅ នីងចាប់ពីពេលនេះក្រុមហ៊ុនជារបស់កូនហើយចាំណារកស៊ីត្រូវគោរពណៃធ្វើជាមនុស្សត្រូវគោរពច្បាប់ក្រុមហ៊ុនរីកចម្រើនដល់ថ្ងៃនេះមិនមែនដោយសារមនុស្សម្នាក់ទេតែដោយការខិតគំរូគ្នារបស់អ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាចាប់ពីថ្ងៃនេះក្រុមហ៊ុននឹងត្រឡប់មកត្រូវផ្លូវវិញ Ba. Gon Mun Phi Brak Fit Day. កន្លងមកនេះកូនបានការពារនីងហើយលំបាកច្រើនណាស់ក្នុងនាមជាគ្រួសារ អ្នកធ្វើបានល្អគួរសម